ខ្ញុំកណាត់មកទៀតនៅក្នុងព្រៃតាំងតែពីអាយុ13ឆ្នាំមកគឺនៅក្នុងព្រៃមករហូតហើយទៅក្នុងព្រៃនេះសួរថាគេទៅធ្វើអីថាមកតែពីដើមនោះដើមរឿងនេះកាលពីតូចចេះតែឆ្ងល់ពុកម្ដាយយាយតាចេះតែនិយាយថាក្នុងព្រៃនោះមានចេះមានចុះមានអ្នកសិចចាំងបងបាត់មានអរុបអរិយអ្នកតាខ្មោចព្រាយបិសាចក្រោយមកស្មាចេះតែឆ្ងល់ថាវាមានមែនឬមិនមានពិតឬក៏អត់ដែលចាស់លោកថាក្រែងរកគេថាគ្រាន់តែបលាយក្មេងគ្រាន់តែខក្មេងឲ្យខ្លាចដូចជាខក្មេងថាអ្នកឯងចង់ចេះហែបទឹកឲ្យស៊ីកតុយត្រីចង់ចេះលឹបទឹកឲ្យស៊ីក្បាលត្រីខ្លាចគាត់ធនអញ្ចឹងណាក៏បួសសាងភ្នោះបាន3ខែក៏ថ្វាយអង្គមលាប្រឧបជាទៅតាមភ្នំក្រោយមកហ្នឹងទៅជួបលោកគ្រូបាអាចារ្យដែលលោកជាអ្នកចេះដឹងនៅធម៌អាសិក្ខាវិន័យនៅក្នុងព្រៃក្នុងភ្នំហ្នឹងនៅជាមួយគាត់ចឹងទៅយូរឆ្នាំមកគិតថាបើនៅជាមួយគាត់វាមិនជួបអារឿងហ្នឹងសោះបានថ្វាយអង្គមលាគ្រូបាអាចារ្យហ្នឹងចេញពីកន្លែងសំណាក់គាត់ហ្នឹងទៅក្នុងភ្នំតែឯងព្រោះកន្លែងគ្រូបាអាចារ្យអាត្មាហ្នឹងគាត់ពីដើមគាត់នៅភ្នំមួយតែសុំមិនបង្ហាញឈ្មោះភ្នំទេណាតែភ្នំធំឲ្យវែងទៀតមិនមែនភ្នំយើងតូចទេភ្នំចាស់ស្នាក់នៅតែមួយព្រះអង្គឯងពីដើមនៅជាមួយគ្រូបាអាចារ្យហ្នឹងជាមួយសិស្សគុណរបស់គ្រូបាអាចារ្យទាំងអស់គ្នាហ្នឹងប្រហែលជា10នាក់ដែរតែដល់ទៅពេលនៅជាមួយគ្រូបាអាចារ្យវាដូចជាចេះតែមិនអីណាមិនមានអីគួរឲ្យផ្លាយគួរឲ្យកត់សម្គាល់ដែលយើងថាណែគួរតែជឿថាមានខ្មោចមានព្រាយមានអរិយអ្នកតាហ្នឹងវាអត់ឃើញសោះបានដាច់ចិត្តថ្វាយអង្គមលាគ្រូបាអាចារ្យហ្នឹងទៅក្នុងភ្នំមួយទៀតពីក្រោយភ្នំនៃគ្រូនៅហ្នឹងខុសគ្នាបើយើងគិតជាគីឡូដីលើដីនេះវាប្រហែលជា4គីឡូពីគ្នាហើយបើ4គីឡូពីគ្នាក្នុងព្រៃនេះគឺឆ្ងាយមែនតើហើយឆ្ងាយតែអញ្ចឹងក៏ក្រោយពីទៅហ្នឹងនៅបានមួយថ្ងៃដំបូង2ថ្ងៃដំបូងដូចជាមិនមានអីប្លែកទេតទៅយូរទៅបានទៅចេះទៅជួបរឿងអកិនហារឿងដែលមិនគួរឲ្យជឿដែលសង្គមខ្មែរយើងសពថ្ងៃចម្រូងចម្រាសគ្នាត្រង់រឿងអ្នកខ្លះប្រកាន់អបិយជំនឿថាមានអ្នកខ្លះមិនប្រកាន់អបិយជំនឿថាមានហ្នឹងវាមានហូរហែរឿងទាំងអស់សឹងតែគ្រប់រឿងតែសូមបញ្ជាក់មកវិញតិចត្រង់ថារឿងអ្នកជឿនិងអ្នកមិនជឿសូម្បីតែសម័យព្រះពុទ្ធគង់ធរមាននៅនោះព្រះអង្គជាសាស្ត្រាចារ្យជាគ្រូនៃមនុស្សផងជាគ្រូនៃទេវតាផងព្រះអង្គមានបច្ចុប្បន្ននៅហើយនៅមានអ្នកមិនជឿព្រះធ្លាក់ទៅនរកដូចជានិក្រុនអន្តេអថ័យពួកនិក្រុនកន្តនីតបុត្រពួកអាចារ្យណែកាសបៈជាដើមពួកអាចារ្យទាំងអស់នេះសិតតែអ្នកមិនជឿព្រះហើយនាំគ្នាបន្ទោសនឹងព្រះទាំងដែលព្រះសម្មាសម្ពុទ្ធព្រះអង្គមាននៅញាណត្រាស់ដឹងមាននៅសាវកជាសាក្សីច្រើនមានទេវតាប្អិនប្រព្រំចូលមកគាល់បង្គំថ្វាយបង្គំព្រះសម្មាសម្ពុទ្ធសឹងតែរាល់ថ្ងៃរាល់រាត្រីនៅតែមិនមានអ្នកជឿចុះតម្រាំតែយើងសប្ងៃបើទោះតែខំនិយាយយ៉ាងណាបង្កើតកម្មវិធីយ៉ាងណាក៏ដោយត្រង់តែអ្នកមិនជឿទោះយ៉ាងណាក៏គេនៅតែមិនជឿយ៉ាងឯងព្រោះតថិគេកើតមកគឺសម្រាប់អ្នកមិនជឿនឹងតែម្ដងតែគ្រាន់តែថាជំនឿអីក៏ដោយឲ្យតែជារឿងពិតវាសិតតែមានហេតុផលរបស់វាច្បាស់លាស់មិនថារឿងអមនុស្សរឿងតាក់ទងនឹងអ្នកសច្ចាំងបងបតរឿងតាក់ទងនឹងព្រាយបិសាចរឿងតាក់ទងនឹងមុនអាគមគាថាខ្សែចកេះឬក៏អាបឬក៏ធ្មប់អីហ្នឹងវាសិតតែជារឿងមានពិតប្រកបព្រោះយើងត្រូវតែរលឹកចេះទៅសម័យអតីតកាលថាវិជាណាក៏ដោយតាក់ទងជាមួយនឹងខ្មោចតាក់ទងជាមួយនឹងមនុស្សតាក់ទងជាមួយនឹងវិជាគឺសិតតែមានពិតប្រកបយើងគិតមើលថាបើមិនមានវិជាការអស់នឹងជួយទេដូចតួយ៉ាងសម័យយើងពីដើមនៅក្នុងសតវត្សទី12សតវត្សទី11ឬក៏ដើមឬក៏ចុងសតវត្សទី12ដើមសតវត្សទី13អីហ្នឹងអាណាចក្រនគរខ្មែរយើងធំណាស់ធំរហូតទៅដល់ព្រំប្រទល់ទៅដល់នគរហង្សាវតីគឺភូមិបច្ចុប្បន្នមិនទាន់មានថៃមិនទាន់មានវៀតណាមអីទេមានតែចម្ប៉ាហើយខ្មែរហើយនឹងនគរភូមិយើងនិយាយភាសាទូស្ដាប់ហើយយើងគិតអញ្ចេះវិញថានគរខ្មែររាជវាំងនៅឯណារាជធានីនៅយសោធរបុរៈបុរីមហានគរកណ្ដាលក្រុងសៀមរាបសប្តាហ៍កោតទៅកោតធំហ្នឹងគឺនឹងកណ្ដាលរាជធានីហើយមានខេត្តរហូតទៅដល់អាណាខេត្តទៅដល់នគរហង្សាវតីព្រំប្រទល់ដល់ភូមិសប្តាហ៍នៅដល់ខេត្តកញ្ចនបុរីស្រុកថៃសប្តាហ៍នោះព្រំប្រទល់ខ្មែរទៅដល់នោះហើយយើងធ្វើដំណើរពីនេះទៅដល់កញ្ចនបុរីបើថាជិះរថយន្តទេប្រហែលជា2យប់3ថ្ងៃបានទៅដល់កញ្ចនបុរីនេះបើសិនតែយើងជិះឡានពីភ្នំពេញទៅណាហើយចុះខ្មែរពីដើមស្ដេចមានការត្រូវឲ្យមេទ័ពឬក៏សេនាណាមួយរត់ចឹកម៉ាយពី
ពីអង្គរទៅឲ្យស្ដេចទៅឲ្យចៅហ្វាយខេត្តនៅនឹងខេត្តកញ្ចនបុរីឲ្យចឹកម៉ាយពីស្ដេចចេញទៅអ្នករត់សារហ្នឹងទៅតែមួយថ្ងៃទេពីព្រលឹមចេញទៅមួយថ្ងៃទៅយកចឹកម៉ាយទៅដល់នេះទៅដល់កញ្ចនបុរីហើយព្រឹកឡើងយកចឹកម៉ាយពីកញ្ចនបុរីមកថ្វាយស្ដេចនៅអង្គរវិញបានហើយជិះស្អីពីដើមមកជិះសេះណាជិះសេះអស់លឿនត្រឹមសេះហើយមានអីលឿនជាងសេះទៀតសម័យនេះហើយផ្លូវសម័យនោះពីអង្គរទៅកញ្ចនបុរីបែបមិនមែនផ្លូវស្រួលដូចយើងទេសម្បូរសត្វកាចសាហាវខ្លាដំរីប្រះលមាំងខ្ទីងអីសម្បូរណាស់ពោះទៅពោះធំហើយអាម៉េចគាត់ទៅធ្វើដំណើរមួយថ្ងៃទៅដល់យើងគិតមើលណាបើទោះតែយកអីមកគិតយកអីមកជិះម៉ូតូសប្ងៃឡានសប្ងៃក៏មិនមួយថ្ងៃមិនទៅដល់ដែរអញ្ចឹងវាតតែមានវិជាការមានអ្វីដែលជាអាចកម្លាំងជាពិសេសនៅខាងក្រោយអស់លោកទាំងអស់នោះអញ្ចឹងគឺវិជាអស់ហ្នឹងគឺរឿងដែលយើងមើលមិនឃើញហ្នឹងគឺមានពិតប្រាកដមែនដោយយើងថាមើលខ្យល់មិនឃើញមិនប្រកាសថាគ្មានខ្យល់ទេអមនុស្សក៏ដូចគ្នាដែរមើលអមនុស្សមិនឃើញមិនប្រកាសថាគ្មានអមនុស្សទេតែបើចង់ឃើញតែម្ដងគឺមានវិជាឬក៏វិធីការណាដែលអាចឲ្យមើលឃើញបានគ្រាន់តែថាយើងអ្នកខ្លះអួតថាមិនជឿតែបើគេឲ្យតែធ្វើវិធីពិសោធន៍ថាចង់ឃើញចង់ដឹងហ្នឹងមិនហ៊ានខ្លាចខ្លួនឯងតែមិនជឿតែមានតែខ្លាចយ៉ាងណាមិញអ្នកអស់ហ្នឹងដូចគ្នាដែរមិនមែនចេះតែបានឃើញអីទេមិនមែនចេះតែយើងចង់ឃើញក៏ឃើញចង់ហៅមកក៏មកចង់ហៅទៅក៏ទៅគឺវាមានលក្ខខណ្ឌក្របខណ្ឌរបស់គេច្បាស់លាស់ណាស់ឥឡូវស្រុកយើងឥឡូវមិនសូវមានខ្មោចលងទេក្មេងឥឡូវក៏មិនសូវជួបខ្មោចលងដែរព្រោះហេតុអីព្រោះទី1បរិយាកាសសង្គមស្រុកយើងពីដើមផ្លូវគ្មានភ្លើងទេដើមឈើតាមផ្លូវក៏ច្រើនហើយពីភូមិមួយទៅភូមិមួយគឺស្ងាត់ណាស់ហើយតែម៉ោង8ហ្នឹងគឺស្រុកយើងតែត្រឹមឆ្នាំ2000ចុះឡើងដេកអស់ហើយផលិតជាគៀងផលិតចន្លោះអស់ហើយឡើងដេកអស់ហើយឆ្នាំ99 98ហ្នឹងគឺឡើងដេកអស់មានតែមានភ្លើងអគ្គិសនីឯណាដើមឈើធំធំក៏នៅតាមព្រៃតាមផ្លូវច្រើនអញ្ចឹងគឺមនុស្សសម័យនោះច្រើនតែជួបអមនុស្សហើយមិនមែនតែគេលងទេចុងកាលដល់ម៉ោងគេចេញយើងធ្វើដំណើរជួបគេទៅវាប៉ះនឹងម៉ោងគេចេញទៅវាឃើញគ្នាមកផ្លែអញ្ចឹងទៅហើយក៏យើងភ័យថាតែគេលងទៅក៏រត់អីចឹងទៅលុះពលឹកថ្ងៃទៅហើយផ្លូវខ្លះគេចង់ឲ្យយើងឃើញតែម្ដងអញ្ចឹងណាអញ្ចឹងកាត់រដីកាកូនចាស់ទៅពាក់ព័ន្ធទៅនឹងការជួបខ្មោចឬអមនុស្សហ្នឹងណាកូនចាស់តែអាហ្នឹងជាការកំណត់របស់ពពុះអមនុស្សទាំងអស់ហ្នឹងឬក៏ជាគេនិយាយថាជាកញ្ចៅខ្មោចលងរបស់មនុស្សហ្នឹងវាមានរឿងហ្នឹងវាមានជា2ដែលយើងគួរតែគិតណាហើយមួយតាមពិតជា3រឿងហ្នឹងមាន3ចំណុចទី1មនុស្សហ្នឹងណាកើតមកគឺឆ្វាក់តែរឿងហ្នឹងតែមកដែលយើងនិយាយភាសាសួរថាតាងាកតែជួបបានថាមនុស្សហ្នឹងវាមានបបកម្មមួយយ៉ាងជាមួយនឹងអមនុស្សហ្នឹងហើយមិនមែនអមនុស្សតែមួយហ្នឹងទេអមនុស្សទូទៅតែឃើញគាត់ទៅដំណើរទៅណាចេះតែជួបចេះតែឃើញតែម្ដងអាហ្នឹងវាជាកំណើតរបស់គាត់មកជាដែលយើងមិនបាច់អធិប្បាយឲ្យជ្រៅទៅនៅក្នុងអត្ថសេចក្តីកំណើតរបស់គាត់តែគាត់កំណើតគាត់ហ្នឹងកើតមកវាឆ្វាក់ជាមួយនឹងអមនុស្សហ្នឹងតែកាលណាចេញទៅណាក៏ចេះតែឃើញខ្មោចចេញទៅណាក៏ចេះតែឃើញខ្មោចដូចមានញោមម្នាក់នៅជិតវត្តអាត្មាសូមមិនបង្ហាញឈ្មោះទេញោមហ្នឹងតាំងពីក្មេងមកតាំងពីកំមុំមកតែគាត់ចេញពីផ្ទះទៅគឺឃើញហើយដោយសារតែអីដោយសារតែកំណើតគាត់កើតមកហ្នឹងគឺវាមានបបកម្មមួយយ៉ាងជួបជាមួយនឹងអមនុស្សហ្នឹងតែមិនថាល្អមិនថាអាក្រក់មិនថាពួកអមនុស្សសាក់ខ្ពស់សាក់ធំគាត់ច្រើនតែជួបចឹងមកហ្នឹងជាកំណើតមួយទៅហើយមួយទៀតយើងចេញទៅប៉ះចំម៉ោងឬក៏ពេលវេលាដែលអមនុស្សនៅកន្លែងហ្នឹងគេចេញដែរគេចេញពីលំនៅគេដើរឆ្លងកាត់កន្លែងហ្នឹងឬក៏គេមានការត្រូវចេញធម្មតាមនុស្សយើងមានការត្រូវចេញពីផ្ទះយ៉ាងណាអមនុស្សក៏ដូចគ្នាដែរមានវេលាត្រូវចេញអមនុស្សមានវេលាចេញគឺមាន4វេលាណាទី1ពាក់កណ្ដាលត្រៀតហ្នឹងគឺជាម៉ោងជាពេលដែលអមនុស្សចេញទី2ពាក់កណ្ដាលថ្ងៃត្រប់ក៏ជាពេលជាម៉ោងដែលអមនុស្សចេញដែរទី3គឺទៀបភ្លឺកាលណាម៉ោង3ម៉ោង4ទៀបភ្លឺនេះគឺពេលដែលអមនុស្សចេញដែរហើយមួយទៀតគឺម៉ោង5ម៉ោង6ល្ងាចម៉ោងប៉ុណ្ណឹងទៅដល់ម៉ោង7ហ្នឹងក៏ជាពេលដែលអមនុស្សចេញដែរអញ្ចឹងបានតែខ្មែរយើងពីដើមច្រើនតែខ្មោចលងម៉ោង3ម៉ោង4ល្ងាចហេតុអីបានគាត់ថាខ្មោចលងព្រោះគាត់ងើបទៅធ្វើស្រែម៉ោងហ្នឹងចាស់ពីដើមងើបទៅធ្វើស្រែម៉ោង4ម៉ោង5ពីងឿនទៅជួរហ្នឹងណាតែគាត់ចេញទៅបរទេសស្ងាត់ទៅជួបទៅដោយសារតែពេលហ្នឹងពេលដែលមកអមនុស្សគេត្រឡប់មកពីកិច្ចការគេវិញមិនថាកិច្ចការហ្នឹងមិនថាគេទៅរកចំណីឬក៏គេទៅរកអីទេគឺម៉ោង4ទៀបភ្លឺម៉ោង3ទៀបភ្លឺហ្នឹងគេមកវិញហើយគេត្រឡប់មកវិញយ៉ាងយូរម៉ោង5ទៀបភ្លឺហ្នឹងយឺតដំណើរគេហ្នឹងជួបទៅហើយគាត់ត្រឡប់មកពីស្រែវិញច្រើនតែម៉ោង5ម៉ោង6ល្ងាចខ្លះមិនហ៊ាននៅដល់ម៉ោង7ទេគាត់ថាចាស់ពីដើមយើងល្ងឹតនៅយ៉ាងយូរហ៊ានធ្វើម៉ោង6កន្លះអីហ្នឹងត្រឡប់មកពីស្រែហើយស្រែឆ្ងាយទៀតព្រោះយើងគិតថាដីតែ4គីឡូសម័យមុន
chi hạt tê nó nhiều ai ngày ấy chẳng còn tạm mang buôn mang phán nó còn đi chấm hạt tê màu vàng trắng dân chú mang vào môi cả lát lên còn làm màu vàng trắng trăm pê để cái chành còn chuột từ chẳng còn thà săn là mắt thà cái xa mang gì thật mọi lô thì mình đang thật kia nó chanh trong vòng non ấy ở thật khơi mình nút là chanh màu hái cứ chuột thì chuột mà lên công việc cái đấy chuột mọi cái đấy chuột bê cái đấy chuột xây cái đấy cứ đang là săn là mắt gì mà mắt há mọi lồn trắng nó dân chanh chấm bùa màu để cái chuột màu này cái chanh á dân chuột chấm muối để màu này cái chanh hay muối tiết kế trắng bằng hai ở dân khơi để mà đòn đôi dáng đôi dân đào từ cái lấy nó đồng bòn kế này hay bị chặt đông làm con chào kia nơi một cái lấy nó về đồng khan kế dáng kia mình trăng ở dương nơi cái lấy nó kế mình la dương đó cái mình la dương đó cái chết cái thưa ở dương cái đường sập bol cái thưa ở dương nè khơi sầm mau nó đưa chi sầm lên nó tới nó cứ còn bây giờ đây chẳng cả chụp ảnh mà đúng nó miền bay rừng này thì mỗi cứ còn miền cầm dao con nó cứ thầm miền bốn miền ba bậc cam rồi còn miền cam na môi chỉ có sao mà đắng chỉ có sao mà đắng vì bông pê máu cứ nhang hay quạt chiết nắng ta tranh đập bẹp đó chở đập bẹp chỉ mỗi ảnh mà đúng này đây là môi chiết cứ dừng tới đồng nào chạy đòn chỉ mỗi đường máu này mà nó cháy ngày thì bay nó cứ ảnh mà nó trăm bằng hai ngày dừng khơi nhà nó miền bay từng đợt này con này con chả trong nam nhân sinh đồ muối con thì nó còn những ca này trong cái này mình lại chừng non chắc bị đau mấy hai rồi còn này vô này chừng nưa đã dân vô cái báo con chả cái báo nó cu nơi lừa cài chân cài đay rồi cu cái lại ná giờ hai ta cu sợi nhài khoai nhá đàn bay khơi khơi ấy nó ta riêng nó chỉ riêng phật ấy rồi dàn mặt này con chả riêng năng miền phật nó lốp tại con thà nẹt chết vừa tập cá nẹt mình chết vừa tập cá ốc thì họ đôi riêng nằm giống á còn thì họ tại nằm được chơi mấy có cái cặp đau nó đã bay một sao cái thưa tới ở dương chia cái bé chia cái viên chia rồi ấy các bạn này ở tại nam đại cru để cái che bị chia rồi nam nó cái rồi mà ở dương thấp cứ bậc cài ở đây dương đã cắt luôn anh mình còn mình bậc cài giang nam mấy nhà riêng sài nhà cu khoai nó cha bị đám còn miên bị chia vào còn miên kia tha ấy mới vào còn tới còn do để chết những mê như mà nó để trong khơi nó còn cùng các ba đằng cay đây cay chia hết còn phải chia tới từ cái này na đây còn thả cái này nó miên mà đâu hả mà nó cay rồi mà đâu nơi cái này nó nghe đôi giờ đào xoay nó lọt miền không mọi lô kia vẫn còn phải chia nhưng ta đào xoay nó còn thưa sài nhà nó ở tới chút nâng mền chút nâng mà đủ nâng mền ai bị đám vẫn đã lừa là bay không mọi cặp bông không mọi ấy để thưa cặp bông chơi học ban chơi ấy ban còn là ở thuộc đại score pro sao để cặp bông học ban cho lời mấy thứ bán trăng là thằng vì muốn nẹt chết cái thứ nẹt đánh chết cái thứ cứ thưa tới dương khơi lật tập phà khơi thiếp ở đây đây để dương chẳng khơi những bàn đòi xá tại nẹt chết cái thứ hay môi tiết dương sập ngáy mình chết hai tại thứ đó mới cứ mình ai thì mình ai khơi để chấn nếu đã tôi bị chia ở nó vì miền lên lột vì miền còn là thà dương chết tới dương thứ ta cao thấy sập ngáy nó bị trơn đây nẹt lá do bị chia ở nó mình chết đi còn tại lọt đắng lọt dối hãy bộ rùm nâng là để quạt sập phân không hưởng ở nâng vẫn còn chết để do rư nâng tao thứ chia rương nhập ao để chết xây tới tái việc ăn cao thì phải giao đấy nó vì còn là thà chua tam kia là mà plei tới vui tới cái kia sầm nước để sao để riêng tập nó vừa mình chỉ riêng phân để sao để con ăn chết phân và con đấy còn chờ là con miên là cả là con miên đông snai ha đứa con sả la nhà đứa nó ti cầm nát mà con phớ hay con chlat được nông ca và sắp nông rương nghỉ dây nông rương ấy thì sắp phớ tới mà nó chưa ta mà plei chẳng tới đào cày nó có chốt chiêu với để sao để vợ khơi hai phao để chặt lại rằng là con ăn chết và con tại bờ miên nè chết phân và con có khi mình sâu chỉ uất an rừng năng ấy tê chẳng bị chia để ở khơi ở khơi nhặt mình đâu những người đặc biệt xa khơi khơi nó cứ miền mền rồi cũng ở đại bát chỉ hay miền tầm mà rừng năng tê để miền bị thi xây tiết ở bên ao bị che hay đào tư cái này nô đào tập lâu bằng bay thì dân tư rồi còn đào thoi cao tư cái này đi rồi còn đào nghĩa cao tư cái này đào hay ham nghĩa đào hay nghĩa tới khơi ấy cứ về miền tràn rừng nè chẳng mà thà mai dưới về miền rừng năng hay rừng sợ rừng bật rừng để là mai do mà prao bị sao nó khơi chẳng mền nó lớn còn là thà nhưng mà lấy mình chết thương mình tranh đê và cho tài rồi này để chết thương mình tới nhưng thưa đó ai chỉ khơi nha nên phải phần này bọn nhưng cái này trong xua từ canh bọn tha mình nó lư bọn tha lọt cung nơi tam nùng tam đấy đó bọn nhưng mà trong xua từ canh bọn tha rương đàn bọn lọt chuột nó biên hạt ca đừng lịch mà cái bọn có nông rương này đã gì miền trà đồ cà rốt nơi nông prey nó vừa men nơi mình hay kỳ này thì nơi dù đã thành chất dân chuột có tràn được thì tại trăng là thà chấm nói đấy mình thì bài tràn đấy của rương này dây nó cho ta cầm thì nó tầm đâu ai đập màu bọc tay máu còn mình cho họ rương đây dân chuột màu đập năm một tay năm đây dân xong rồi leo tại rương được nông đấy tại tôi năng
មនុស្សម្យ៉ាងឬក៏មនុស្សម្យ៉ាងដែលយើងហៅថាអ្នកសច្ចាំងបងបត់ណារឿងអ្នកសច្ចាំងបងបត់នេះអញ្ចេះអស់លោកស្រីប្រុសទាំងឡាយដែលកំពុងតែទស្សនាកម្មវិធីនេះក្តីហើយជាមួយអស់លោកពិធីករក្តីហើយនិងសហការីទាំងអស់ក្នុងកម្មវិធីនេះក្តីត្រង់បញ្ជាក់ថាប្រកាសជាមានមែនអស់លោកគ្រាន់តែថាពាក្យថាអ្នកសច្ចាំងនេះជាពាក្យដែលយើងឲ្យទេតែកំណើតរបស់គេហ្នឹងវាជាអមនុស្សម្យ៉ាងដែលស្ថិតនៅលើភ្នំឬក៏ក្នុងព្រៃជ្រៅឬក៏ជាទេវតាម្យ៉ាងដែលរក្សាព្រៃហ្នឹងព្រោះអមនុស្សបែងចែកកំណត់ដែនគ្នានៅនិងដែនរក្សាការពារតួយ៉ាងដូចភារកិច្ចរបស់ពុកម្រេចគង្វាលក្នុងព្រៃភារកិច្ចរបស់ម្រេចគង្វាលក្នុងព្រៃនេះគឺថែរក្សាសត្វព្រៃទាំងអស់មិនថាសត្វតូចមិនថាសត្វធំមិនថាសត្វកាចមិនថាសត្វស្លូតគឺពួកម្រេចគង្វាលដែលនៅក្នុងព្រៃហ្នឹងតែថែរក្សាពួកសត្វទាំងអស់ហ្នឹងនឹងតួនាទីរបស់ពុកម្រេចគង្វាលហើយតួនាទីរបស់អ្នកសច្ចាំងហ្នឹងគឺជាទេវតាម្យ៉ាងដែលចាំថែរក្សាមនុស្សណាដែលជាមនុស្សល្អពេលដែលធ្វើដំណើរទៅក្នុងព្រៃព្រោះយើងឥឡូវនេះមិនសូវជាមានអ្នកធ្វើដំណើរទៅក្នុងព្រៃអីទេបើទៅក៏ទៅកំណើកំសាន្តកន្លែងដែលគេជាទេសចរទេឬកំណើផ្សំព្រេងអីមានគ្នាច្រើនតែសម័យពីដើមវាមានទាំងអ្នករកក្លឹមមានទាំងអ្នករកឈើឬក៏មានអ្នកទៅរកថ្នាំបេះកវាញបេះអីចឹងទៅហើយសឹកតែព្រៃភ្នំធំហើយព្រោះថ្នាំខ្លះដូចអត់មាននៅក្នុងព្រៃភ្នំយើងរីរងក្បែរនេះទេតួយ៉ាងអ្នករកក្លឹមអីតតែឡើងភ្នំអរ៉ាល់នោះហើយអរ៉ាល់មិនមែនឡើងមួយថ្ងៃមកមួយថ្ងៃទេបើឡើងតតែមួយខែអីនោះហើយចុះមកវិញកន្លះខែអីណាបានដល់ផ្ទះអញ្ចឹងគ្រាន់តែឡើងហើយចុះហ្នឹងកន្លះខែមួយខែកន្លះដែរអញ្ចឹងគឺត្រូវតែវាមានអ្នកល្អនិងអ្នកអាក្រក់អ្នកល្អទៅពួកអ្នកសច្ចាំងបងបត់នៅក្នុងព្រៃក្នុងភ្នំនោះណាដែលគាត់ជាអ្នកថែរក្សានោះគាត់តាមថែរក្សាមនុស្សល្អដែលធ្វើដំណើរទៅរកក្លឹមរកអ្វីផ្សេងដែលនៅក្នុងព្រៃហ្នឹងហើយបើអ្នកណាមិនល្អទៅក៏គាត់មិនបានថែរក្សាក៏វាជួបបត្តិហេតុខ្លាខំឬក៏ពោះចិត្តឬក៏ខ្យល់កឬក៏អមនុស្សកាយគេធ្វើបាបអីរហូតដល់ឈួតអ្នកខ្លះក៏ស្លាប់បាត់បង់ជីវិតលើភ្នំហ្នឹងចឹងទៅក៏មានហើយចម្លើយអាត្មាវិញគឺនិយាយតពីមុនត្រឡប់ថយក្រោយហ្នឹងគឺកន្លែងចេញពីគ្រូបាអាចារ្យណាចេញពីគ្រូបាអាចារ្យទៅនៅភ្នំមួយទៀតតែឯងហើយសុំមិនបង្ហាញឈ្មោះភ្នំហ្នឹងទេគ្រាន់តែថាចេញពីលោកគ្រូទៅនៅក្នុងភ្នំហ្នឹងតែឯងទៅថ្ងៃទី1ហ្នឹងមិនជួបអីទេមិនជួបអមនុស្សឬក៏សត្វអីចម្លែកទេតែតតែយូរបន្តិចនៅយូរបន្តិចបានជួបហ្នឹងគឺអាត្មានៅក្នុងភ្នំហ្នឹងចេះកន្លែងអាត្មានៅហ្នឹងគឺវាមានលអាងថ្មមួយមិនខ្ពស់ទេមិនមែនលអាងធំទេព្រោះអាត្មាគិតក្នុងចិត្តថាបើសិនជាអញទៅនៅលអាងធំលអាងដែលចូលទៅស្រួលក្រែងលោកន្លែងនោះវាជាកន្លែងរបស់អមនុស្សគេនៅផងឬក៏ជាកន្លែងដែលសត្វសាហាវសត្វអីឆ្លងកាត់ក៏ធម្មតាព្រៃជំនាន់នោះដូចអស់លោកដឹងស្រាប់ហើយគឺមិនមែនព្រៃយើងឥឡូវទេគឺមានខ្លាមានពស់មានអីច្រើនណាស់យើងគឺព្រៃចំណាយយើងនោះណាគឺសម្បូរណាហើយអាត្មាគិតថាបើនៅលអាងធំកែងតែខ្លាវាចូលទៅខំចូលទៅភ័មអីងាយអញ្ចឹងប្រយ័ត្នខ្លួនគឺទៅរកលអាងថ្មមួយដែលវាមានមាត់ទ្រូងហ្នឹងខ្ពស់ជាងតុកហ្នឹងបន្តិចខ្ពស់ជាងតុកហ្នឹងបន្តិចហើយវាមានចូលទៅក្នុងទៅទូចរយៈបន្តិចហ្នឹងគឺវាទៀបបន្តិចរហូតដល់ខាងក្នុងបាតមែនតើគឺមកល្មមយើងដេកទៅតឹងបានតែបើដេកក្អៀងទៅហ่ะអញ្ចឹងហើយលអាងហ្នឹងវាមានខាងនេះជាងថ្មបិទចិត្តហើយខាងនេះជ្រោះមកគិតថាបើសិនជានៅលអាងដែលធំក្រែងតែសัตว์វាចូលបានអញ្ចឹងបើនៅខាងនេះថ្មបិទចិត្តខាងនេះជ្រោះបើសិនតែសัตว์កាចអីវាចង់ចូលវាឆ្លងជ្រោះនឹងមិនរួចទេវាឡើងជ្រោះនឹងមិនរួចទេបើទោះតែវាឡើងរួចក៏ពិបាកធ្វើអីយើងដែរហើយបើនៅមាត់លអាងនោះវាមិនសូវខ្ពស់យើងកោភ្លើងដុតពីមុខទៅយើងនៅសុកជាងណាអញ្ចឹងនៅក្នុងលអាងថ្មហ្នឹងអាត្មានៅក្នុងលអាងថ្មហ្នឹងប្រហែលជាកន្លះខែទើបចាប់ផ្ដើមជួបរឿងប្លែកដែលរឿងមនុស្សយើងគិតថាជឿក៏បានមិនជឿក៏បានតែអធិប្បាយនេះគឺជារឿងពិតមិនប្រឌិតហើយមិនលឺពីគេទេគឺជួបខ្លួនឯងផ្ទាល់ហ្នឹងគឺនៅបានកន្លះខែអាត្មាត្រូវការទៅស្រង់ទឹកវាឆ្ងាយធម្មតាលើព្រៃភ្នំមិនមែនកន្លែងសឹកតែមានទឹកទេកន្លែងណាដែលដើរមិនប៉ះទឹកលោកដើរមួយខែអត់ទាន់ជួបទឹកទេតួយ៉ាងដូចភ្នំយើងព្រមទទួលពោធិ៍សាត់កោះកុងកំពង់ស្ពឺនេះកន្លែងតំបន់មួយគេហៅថាជ្រេះរាំងខ្វាវហ្នឹងកន្លែងហ្នឹងកន្លែងមូលដ្ឋានទ័ពធំរបស់ខៀវសំផនរបស់ពលពតអីហ្នឹងគឺតែមកតែអីនៅតំបន់ភ្នំហ្នឹងណាអញ្ចឹងគឺតំបន់ហ្នឹងដើរមួយខែតែដើរមិនស្រួលអត់ជួបទឹកទេបើតតែស្គាល់កន្លែងទឹក
qua cái lạnhទឹកchắc hạt má nơi lớp nôm nó phải thở trôi từ hộ cái lạnhទឹកvới ngày thìទឹកchắc sẽ là hai muối mang và hai phi hai trọ rồi miền mình mặc rồng những thằng mình chẳng đó mình mặc rồng nó cầm cua mình chỉ cua của màn thế tại miệt cái nó thông á miệt dưới bên cả la cắt dân tại vì mình thông đo cả la cắt với tên miệt bị nhẹ bản đa sạch đông thông chẳng tại khmau chuyện là mà cái khmau rồi luôn rồi món đó khmau lịch chừng đó hay một cái nó đôi hạ là man nó không rừng đi chẳng tại mình đo còn năng tươi chứ còn là sẽ điên chẳng đó khmau chẳng mà đó còn môi nét hay xây mình nè mà đó thoại cùng tại vậy tam pisa cái đó cái gì ta nhung còn nó thoại cùng lục ta nó có xua ta miền cả ấy không chơi Việt Nam mà ná kế có chơi thà lục ta nhung còn nó từ tua mình chia bị lục ta thống ao máu cay đốn ok lục ta sưu pra còn ao lục ta đào tới ngày tết những môn tới ngày tết cái lỗ chuột sạch giả hao cái lỗ là chuột nè cặp chư nè priên prey ấy chẳng tới với bà anh chẳng nhung còn nó từ tua mình chia bị lục ta nó ao mà phanh ao mà cay đốn chú lục ta để bị sao kia chẳng á mà này chẳng bàn chuyện gì chẳng con cha men xua bị chẹt thà lục ta là bên chia mà nó đi chẳng là để atma nó mình xua bên chẹt để bộ khơi lạ sản nạn nó chặt đầm vô không chẹt là thà vừa mình nuôi thầm mà đa để bộ mình nuôi nó một đôi kia chẳng hay nè sẽ bỏ khmau riêng tiệt dân đó vừa mình tận không mua trên kia nó có phù phải gì mà mai cả là để cho nè để phù trên kia chả vì nó có phù mình ta đặt lắc phù trên mà mai đấy đó có phù phần năng hay một sẽ điên dây xuống đặt một sẽ điên xóa mà cái mình nuôi thầm mà đa để chẳng kia xuống nó có lại tòm sừng nuôi nên là tiệt để kia vài công xuống nó thà xong mà cài đồn chu nâng mà đã bệnh chẳng mưa luôn ai đó tức đây rồi nó là mồm cài đồn bán có cài đây thì gật vài cùng chẳng tới đó mà kết không chất bị chậm lái không chất rằng là thà bờ mình nuôi mà đá mà cài đồn miền chóp miền trên miền bậc kia miền ấy à tại này máu đầy được tê sốt chẳng vừa mình nuôi mà đá để rồi mốc tại miền ấy cho chăn mưa cái cài đồn là biết mấy vừa vợ anh miền ấy mà cài sót hay đây lại mà nó sắp đặt mò mình mò tham đá mò đa để điên mỏ đa thông cra lợp nung giống tới thông này mỏ đa gì đó là mình mỏ đột chùm bình từ là đằng trắng mà thằng trắng mưa tăng ca cô đâu là lột trong cài từ ná có cài từ năm từ trắng vừa miên nè mà nuốt mà nẹt nó để tôi chiên kế nó vô để chia cái đa sẽ đạp tam mà mỏ bạc nâng mỏ nâng cả lại nam mình tất kia đạp tới vừa miên là mỏ bị mốc băng bị mốc ru mà mà hai bị nâng từ hai chia pram mai bị khné nữa nè cái pram tới cái cả lại này mình tất khné dương ấy mò nó với tầm phong tịch trứng và hai chị mà mai cả lại cặp bút và hai pì mày người ta trắng kia cái thằng bớt sơn miên cả lại nó lướt mò năng tranh tới hay cả cài gần năng mò nó có ham có ta tê còn lướt mò năng tranh bột mò nắng tục còn bằng sao rồi còn ói về để dân cô phơi này nắng còn ói vừa rồi lót còn ói sao để khang phê về rồi lót trắng tục còn bằng sao tầm hôm pan ná tầm hôm tịch trứng mò nắng và hai chị trôi chỉ pì mai đây tịch trứng hay có po còn rác mò nắng và hai chị mà mẹ pi mà mẹ bày nó nè còn là bằng trời này nè mà dừng coi đã mưa dừng khơi nhá nè và buộc phần năng trắng cái thằng lướt mò năng chạy mà mình oi lướt đi hàm oi lướt kia cái thằng trắng từ đó cả lại em xe kia tao vô để chỉ để đạp mò năng cô chơi class năng bạc đây class từ đạp tới với chuông đang chơi mà đào chặt mà đào nắng tầm hôm thông đây thông bài giờ một cái này nè làm chặt nắng từ mà nu đã đào nó cái bao thằng niên nè mình tất cả lại năng thì dương mình tất cả lại năng chẳng xua lục ta mới thà oi cài để ớt có một phần công suột mà mình bán quay mưa vì cả lại này mà cùng nâng tới và hai khóc kia thật đọc mày được chưa mà ta bây giờ là tự đam chưa nắng cả lại năng mình tất mến vì là mồm hai mình chật bị mình ngày tê luôn nè cài được chưa sẽ tầm miên nè đại thông trên kia của buộc và hai chi mà mai ha để mà lược làng hàng đầu đó kỳ vô đây mà chỉ hiên nó từ rồi đam chưa dương đôi để helicopter phong trở đây là excavator phong trở rồi chẳng nè rồi tới con đang chơi nó việc lương từng rước mà rồi tập đây mà hàng này rồi đây mà khá rồi hai là lương từng rước kia cái chặt đọ của bọn tình đó là sao bà man nè thế kế chặt đang cả cài cao mò nữa lược mò và phần năng chênh mò và phần năng chênh là hốt được cao trên đôn ban tức là o hái chẳng ai việc mà từ nắng vì miền chua thử cho về miền tây đây chỉ lon thử cho nó cái rip spin này tiệt cái lược mò rip spin này tiệt nè rip spin sẽ mép cho cắt thằng cầm oi mà nó ba đây là đào cho cắt ấy nâng chẳng cứ cái rip mò rip spin hết mà chỉ cần cái chả nào được nếu bao giờ thì mình chuột trò của dương bà bạn chưa đã thầm mà nuôi na từ dột đây mà khang
ទៅរុញដើមឈើទំហំបែបប៉ុណ្ណឹងណារុញឲ្យដួលហើយលើកថ្មប្រវត្តិចោលដោយយើងគ្មានប្រឹងអីទៅទេមើលតែគេធ្វើហ្នឹងគឺគ្មានប្រឹងអីទេអញ្ចឹងបានតែធ្វើប៉ុណ្ណឹងរួចរៀបយប់ហើយណាវារៀងពលគេមកជួបហ្នឹងបានម៉ោង 2 កន្លះដល់អញ្ចឹងវារៀបល្ងិតគេថ្វាយគុំតែខ្ញុំកណ្ដាលហ្នឹងសូមថ្វាយគុំទៅវិញហើយបើលោកតាមានការអីត្រូវដែលចង់ប្រើប្រាស់ទៀតណែចាំនឹកដល់ពួកខ្ញុំមកណានេះអាត្មាណាជួបប៉ុណ្ណឹងបានមករយៈក្រោយមកណាប្រហែលជាមួយអាទិត្យក្រោយអាត្មាគិតក្នុងចិត្តថាវាអស់ឈើដុតវាអស់ដុតសម្រាប់បំភ្លឺយប់ឡើងព្រោះក្នុងភ្នំវាមានអីវាមានតែភ្លៀងនឹងហើយដុតគ្រាន់តែការពារខ្លាការពារមូសការពារអីកុំឲ្យវាចូលក្បែរណាគិតថាវាអស់ហើយរដូវហ្នឹងរដូវវស្សាចូលមកដល់ហើយភ្លៀងក៏វាច្រើនចឹងពិបាករកអស់សម្រាប់ដុតសម្រាប់ប្រើប្រាស់ណាវាគ្មានកន្លែងទុកដាក់អីទេព្រោះយើងនៅតែមកខ្លួននោះគិតតែប៉ុណ្្នឹងបើមានតែអស់ណាស្រួលដុតល្អថ្ងៃក្រោយនឹងមកទៀតស្អែកឡើងនឹងគេមកទៀតក្រុមដដែលតែអត់មានស្រីមកទេមានតែប្រុសមកម្ដងមានតែប្រុសមកប្រហែលជា4នាក់តែប៉ុណ្ណឹងហើយរូបរាងដដែលអញ្ចឹងមុខដដែលអញ្ចឹងមកថ្វាយគុំថាលោកតាធំពីលើនោះប្រើឲ្យខ្ញុំហ្នឹងណែមករកអស់ជូនលោកតាទុកក្រាន់ប្រើប្រាស់ណាគេក៏ទៅលើកអស់គល់ឈើធម្មតាក្នុងភ្នំវាមានដើមឈើដែលវារលំងាប់ទៅវាអស់សាច់ហើយវានៅតែក្រាក់វាទេនៅតែក្លឹមវាទេណាសាច់ហ្នឹងគឺពុកកណ្ដៀស៊ីអស់ហើយវានៅតែក្រឹមក្រាក់ហ្នឹងលើកមកប្រប៉ុនតុកនឹងខ្លះប្រប៉ុនទៅតឹងតុកហ្នឹងណាប្រប៉ុននឹងខ្លះប្រប៉ុននេះខ្លះហើយធំជាងនឹងខ្លះលីមកម្នាក់មួយហ្នឹងយកមកទម្លាក់ឲ្យគេកជាពីរចំណែកគេប្រាប់ថាលោកតាអាអស់នេះសម្រាប់ដុតពេលដែលគ្មានភ្លៀងហើយអស់មួយចំណែកនេះគឺទុកដុតពេលដែលមានភ្លៀងហើយអស់នោះវាពណ៌ខុសគ្នាណាអស់ខ្មៅហ្នឹងយើងដុតពេលអត់ភ្លៀងធម្មតាអស់យើងធម្មតាទេដើមសាឡាវដើមចាក់ដើមស្អីផ្សេងដែលវាងាប់លើនឹងរាំងភ្នំអីចឹងទៅស្រួលដុតពេលដែលអត់មានភ្លៀងដល់តែមកដើមមកប្រភេទទៀតនោះដែលគេកមកកំណត់ទៀតហ្នឹងគឺខែវស្សាឡើងពេលមានភ្លៀងបើថាយើងដុតចង់ចំអិនទឹកតែឬក៏ស្អីផ្សេងហ្នឹងគឺតែអស់ហ្នឹងដុតតែភ្លៀងមិនក៏ភ្លៀងទៅភ្លៀងឆេះមកខៀវដូចភ្លៀងហ្គាសយើងអញ្ចឹងណាដូចភ្លៀងដែលយើងកេះហ្នឹងគឺខៀវអញ្ចឹងតតែឆេះអស់ហ្នឹងអស់បានតែលុតដែរហើយបើតែភ្លៀងកុំតែលិចកន្លែងហ្នឹងបើតែត្រូវមកភ្លៀងធ្លាក់ពីលើទេមិនរលត់អស់ហ្នឹងទេវាស្រួលប្រើអញ្ចឹងមែនហើយក្រោយមកគេចេះតែយកណាផ្លែឈើដូចជាផ្លែក្រូចពោធិ៍សាត់ផ្លែល្មុតផ្លែសេដាផ្លែចេកណាំវ៉ាអីគេតែយកមកទំនុកបំរុងយើងជាប្រចាំរាល់ថ្ងៃរហូតដល់អាត្មាចេញផុតពីភ្នំហ្នឹងមកបានតែលែងជួបអញ្ចឹងណាបើតាមតែគិតទៅគេចេញពីអាត្មាទៅបើសិនតែគេយកអីវ៉ាន់នឹងមកហើយគេថ្វាយគុំលាទៅវិញដើរឆ្ងាយពីយើងប្រហែលជាថា20ម៉ែត្រគឺបាត់មនុស្សហ្នឹងហើយលែងឃើញហើយមនុស្សហ្នឹងអត់ជាស្អាតអីទេមុខមាត់ហ្នឹងគឺស្តៀងសត្វហនុមាននៅក្នុងរឿងឥណ្ឌាអញ្ចឹងណាហ្នឹងក្រោយមកបានប្រាប់ថាខ្ញុំទទួលបញ្ជាពីលោកតាមកថ្វាយគុំអ្នកណាក៏ដោយក្នុងព្រៃហ្នឹងឲ្យតែធ្វើល្អធ្វើសេចក្តីល្អសុចរិតទៅគឺពួកខ្ញុំហ្នឹងមកជួយថែរក្សាហើយមកជួយថែរក្សាឲ្យពួកខ្ញុំទទួលបញ្ជាពីអ្នកខាងលើឲ្យមកចាំថែរក្សាអ្នកដែលល្អហើយខ្ញុំថែរក្សាក្នុងតំបន់របស់ខ្ញុំប៉ុណ្ណឹងហើយផ្ដាំទៅអ្នកខាងក្រោមទៅទៀតបើលោកតាបានចុះទៅខាងក្រោមសូមឲ្យផ្ដាំទៅមនុស្សទាំងអស់គ្នាផងថាបើឃើញមនុស្សគេសុំទានតាមផ្លូវក្តីតាមផ្សារក្តីតាមទីណាក្តីបើអស់លោកមិនបានឲ្យទានទៅបុគ្គលនោះទេសូមកុំជេរប្រមាថកុំថ្មេះតេះដៀលថាមានដៃមានជើងមិនដេចមិនរស់ស៊ីមិនចាំតែដើរសុំគេកុំឲ្យធ្វើអញ្ចឹងអីបើមិនឲ្យទេគ្រាន់តែដើរហួសទៅតែបើមានចិត្តឲ្យក៏ឲ្យជាទានទៅព្រោះជួនកាលពួកខ្ញុំទៅពីលើភ្នំនេះទៅចង់ពិសោធន៍មនុស្សថាមនុស្សសម័យនេះមានចិត្តល្អប្រមាណហើយមានចិត្តធម៌ប្រមាណហើយឬក៏សង្គមបច្ចុប្បន្នហ្នឹងមានមនុស្សល្អច្រើនជាងឬក៏មនុស្សអាក្រក់ច្រើនជាងពួកខ្ញុំគឺតាមថែរក្សាមនុស្សដែលល្អអញ្ចឹងអាហ្នឹងគឺជារឿងដែលយើងសន្មតថាអស់នោះហើយជាអ្នកសច្ចាំងបងបត់ដែលនៅក្នុងភ្នំនៅក្នុងព្រៃដែលជាអ្នកតាមថែរក្សាមនុស្សល្អអញ្ចឹងបានជាមានចាស់បុដើមលោកថាលោកទៅភ្នំទៅមានផ្លែឈើជួបអ្នកសច្ចាំងបងបត់លោកឲ្យស្នាក់នៅឲ្យផ្ទះអីគឺមានអញ្ចឹងមែនអស់លោកហើយរឿងនេះរឿងអ្នកសច្ចាំងហ្នឹងមិនមែនតែមួយរឿងហ្នឹងទេព្រោះអាត្មានៅភ្នំមកជិត10ឆ្នាំគ្រាន់តែនៅក្នុងភ្នំអញ្ចឹងហើយនៅភ្នំនោះមិននៅភ្នំយើងទៀតទេអាត្មាតាំងតែពីពិសោធន៍ខ្លួនឯងនឹងជួបរឿងអញ្ចឹងមួយជា2 3មកក៏អាត្មាចាប់ផ្ដើមដើរទៅនៅលើភ្នំអរ៉ាល់ខ្លះនៅលើភ្នំកវាញខ្លះនៅភ្នំផ្សេងដល់ម្ដេចឬក៏ភ្នំត្បែងភ្នំអីខ្លះភ្នំណាដែលធំនឹងទៅ
ហើយអធិស្ឋាននឹងយប់ឡើងគឺអាត្មាមិនសូវសឹងទេអាត្មាច្រើនតែប្រើពេលសឹងនោះពេលទៀបភ្លឺតែនឹងយប់ឡើងអាត្មាទៅដើរភាវនានៅតាមព្រៃឬក៏តាមកន្លែងបើបច្ចុប្បន្ននេះកន្លែងដែលដៅចាស់ដែលកាលពីសម័យខ្មែរក្រហមគេវាយមនុស្សស្លាប់ច្រើនតាណាទៅទៅក្នុងទៅភាវនាចឹងជួនកាលកូនសិស្សខ្លះគេតែចង់ឃើញខ្មោចចង់ឃើញអីហ្នឹងក៏គេទៅជាមួយចឹងទៅម្នាក់ពីរនាក់អីចឹងទៅតែគាត់ថាឲ្យធ្វើចិត្តឲ្យគាត់បើឲ្យក្លាហានតិចកុំឲ្យវាណែខ្លាចកុំឲ្យភ័យអីចឹងណាក្នុងបតីកូនចាស់មានការភ័យខ្លាចខ្លះដែរឬក៏ជំរាបត្រង់ទៅចោះពីដើមមកនោះកាលដែលយើងនៅតូចតែហ្មងផ្ទះខ្លួនឯងហ្នឹងតែយប់ហើយមិនហ៊ានចុះទេមិនហ៊ានចុះទេខ្លាចមនុស្សខ្លាចខ្មោចកំពូលហ្នឹងតែគាត់ថាចង់ដឹងថាវាមានខ្មោចមែនឬអត់តែលើទៅចាស់លោកថាហ្នឹងមានមែនអត់ដល់អញ្ចឹងចេះតែចង់ពិសោធន៍ទៅបានតែក្រោយពីបានទៅបួសហើយហ្នឹងក៏ឡើងភ្នំទៅជាមួយលោកគ្រូហ្នឹងក៏ពេលបានសិក្សារៀនសូត្រពីលោកគ្រូប្រាប់ថាពីមនុស្សបែបនេះចាប់ដើមចង់ដឹងចង់ឮក៏ទៅសាដំបងខ្លាចដែរលោកខ្លាចតែដល់ពេលក្រោយមកមើលទៅវាសភាពការដូចថាមិនអីណាដូចមិនមានស្អីមកបៀតបៀនយើងទេតែសិស្សទាំងអស់ក្នុងចំនួនអាត្មាហ្នឹងគឺមានសិស្សម្នាក់នោះជួបរឿងរបៀបថាមិនសូវល្អជាងគេអ្នកមកសកលអាត្មាហ្នឹងច្រើនថារៀនទៅសុខទៅសិក្សាពីព្រះធម៌ពីវិន័យពីកម្មដ្ឋានពីរឿងវិជ្ជាអីផ្សេងហ្នឹងគឺសុខដល់សិស្សម្នាក់ទៀតគាត់ដូចជាមានកម្មគាត់ចំណិតជាមួយអមនុស្សទៅកន្លែងណាច្រើនថាពួកអមនុស្សកន្លែងធ្វើបាបគាត់ម្នាក់ហ្នឹងគាត់ទៅភាវនាកន្លែងហ្នឹងកំពុងតែសិក្សារៀនជួបអមនុស្សកន្លែងហ្នឹងចុះមកដេញគាត់មិនឲ្យនៅណាចុះមកពីដើមឈើដេញហើយនៅរត់មកដល់ជុំគ្នាជួបគ្នាហើយអមនុស្សតាមតធាក់មកជឿតម្លាក់ដងទៅហើយគាត់ចេញទៅវិញទៅហ្នឹងគឺគាត់មកសកលហ្នឹងគឺគាត់មិនសូវជួបរឿងល្អជាងគេតែក្រៅពីហ្នឹងពួកអាត្មានិងពួកអ្នកផ្សេងទៀតគឺអត់អីទេច្រើនតែសុខមិនសូវជាជួបអ្នកបញ្ហាអីទេអញ្ចឹងវិជ្ជាការទាំងអស់កម្មវិធីនេះដូចមានលោកគ្រូខំមានដំចំណាំទៅលើកចូលរួមក្នុងកម្មវិធីនេះដែរគឺគាត់និយាយពីរឿងវេទរឿងវិជ្ជារឿងស្អីផ្សេងនេះគឺមានប្រកាសអស់លោកសូម្បីតែវិជ្ជាធ្មប់វិជ្ជាអាបដែលគេហៅថាវិជ្ជាធ្មប់វាមានស្នាតេះអត់តេះចលើងខ្យល់ឬក៏វិជ្ជាសូនរូបវិជ្ជាសូនពលឹងខាពលឹងស៊ីបាយចាក់អង្គហត់សឡចាក់ទឹកអីហ្នឹងគឺមានវិជ្ជាទាំងអស់ហ្នឹងមានហើយវិជ្ជាផ្សេងវិជ្ជាល្អវិជ្ជាដែលជួយសង្គ្រោះមនុស្សឬក៏វិជ្ជាការពារខ្លួនគេហៅថាត្រៃយុទ្ធសម្រាប់ខ្មែរពីដើមធ្វើសង្គ្រាមជប់ខ្មុំជប់ស្អីអស់ហ្នឹងគឺសិតតែមានមែនសិតតែមានហើយវិជ្ជាដើរលឿនកាប់មួយមុតអីដូចលោកឪសួងយើងសូមលើកពីលោកឪសួងតិចណាតែយើងល្បីខ្មែរយើងឥឡូវហ្នឹងល្បីពីលោកឪសួងណាតែអង្កលដែលល្បីហ្នឹងត្រឹមតែថាសប្ងៃប្រព័ន្ធផ្សព្វផ្សាយទលំទលាយទេបើសិនជាអត់តាន់មានប្រព័ន្ធផ្សព្វផ្សាយទលំទលាយបែបអត់តាន់មានអ្នកស្គាល់លោកឪសួងទេលោកឪសួងនេះបើតាមថៃព័ត៌មានថៃខ្លះគេថាណែលោកឪបច្ចុប្បន្ន500ឆ្នាំឬក៏ស្អីតែនេះសូមជម្រាបអស់លោកណាថាមិនពិតដូច្នោះទេលោកឪសួងក្នុងប្រវត្តិលោកសប្ងៃដែលគេសរសេរខ្លះហ្នឹងគឺច្រើនតែមិនត្រូវទេច្រើនតែវាខុសខ្លះត្រូវខ្លះតែលោកឪសួងឪពុកលោកឪពុកបកើតែមកឈ្មោះណែលោកតាជុកហើយម្ដាយនោះឈ្មោះយេសូនដែលគេហៅយេផាន់ហើយឪពុកដើមហ្នឹងបានកូនតែ2ទេបានតែលោកឪសួងនឹងមួយហើយនឹងប្អូនស្រីលោកមួយទៀតក៏ស្លាប់ទៅម្ដាយក៏យកប្តីថ្មីបានឈ្មោះតាឈួនហ្នឹងតាឈួនបានបងប្អូន5នាក់ទៀតមានតានិយាយដើមតាចេងតាយេងអីនឹងតទៅទៀតហើយលោកឪសួងនេះលោកដំបងលោកបួសដល់តែពេលលោកឈប់ពីបួសលោកសឹកមកជួយធ្វើស្រែឪពុកម្ដាយដល់ធ្វើស្រែលោកទៅដេញចាប់ម្ដាយឪពុកតាឈួនលីសូនហ្នឹងឲ្យនៅដេញចាប់នឹងជើងភ្នំត្បែងព្រោះផ្ទះលោកនៅក្នុងភូមិពូរៀងឯណោះនេះតែអាស្រ័យលោកហ្នឹងចេញមកពីវត្តកលៀនព្រហ្មទេពទៅជើងភ្នំត្បែងហ្នឹងគឺណាចិត្តជើងភ្នំត្បែងក្រោយសាលាស្រុកកលៀនព្រហ្មទេពហ្នឹងគឺស្រ័យលោកនៅហ្នឹងឯងប្រហែលជាក្នុងភូមិកទួតទៅភូមិបូត្រាស់ណាបោះត្រាប់ហ្នឹងគឺនៅស្រ័យលោកចិត្តហ្នឹងឯងអញ្ចឹងដល់លោកនៅចាំស្រែហ្នឹងគឺសឹកលោកចាំចាបើយើងគិតមើលអស់លោកព្រៃយើងពីដើមសម្បូរណាចាបសម្បូរណាសេកសម្បូរណាប្រោះលមាំងដំរីអីមកស៊ីស្រូវហ្នឹងអញ្ចឹងម្ដាយឪពុកឲ្យចាំស្រូវខែស្រូវទុំហ្នឹងដល់ពេលចាបហើយសេកវាចុះមកស៊ីលោកមិនដេញម្ដាយឪពុកម្ដាយសួរមិនឯងមិនដេញសัตว์អញ្ចឹងបានលោកឪថាម្ដាយម៉ែឲ្យពុកឲ្យវាអត់មានស្រូវមានជំរុកឯណាទុកដូចយើងទេអញ្ចឹងហើយវាស៊ីតែមួយឆ្អែតវាទៅវិញទេអញ្ចឹងឲ្យវាស៊ីទៅបានឪពុកនោះចោយើងដឹងហើយធម្មតាតែខឹងហើយចេះថាទៅបើឯងមិនដេញទេអញ្ចឹងឯងនៅមួយសัตว์ហ្នឹងទៅមិនបាច់ទៅផ្ទះវិញទេថារបៀបខឹងណាក៏បោអត់ទេចេញមកទៅ
តែលើxuốngលោកមែនបានតែពាក្យនឹងមួយម៉ាត់លោកឡើងទៅភ្នំត្បៃនឹងរហូតដល់ចិត្តគ្នាណាលោកមិនចុះមកវិញរហូតដល់តែយូរឆ្នាំមែនតើបានលោកចុះមកវិញនេះលោកដើរក៏លឿនណាហើយសម័យឆ្នាំយើង75បែកពួក17មេសាទៅនេះអ្នកអំពេញនេះទៅពីអំពេញ17មេសាទៅជួបលើxuốngច្រើនណាសង្ហៃខ្លះក៏ទៅអាមេរិកខ្លះក៏នៅអាល្លឺម៉ង់ខ្លះក៏នៅបារាំងទៅជួបលើxuốngណាពួក17មេសាទៅច្រើនទៅជួបលើxuốngនៅហ្នឹងឯងអញ្ចឹងខ្មែរក្រហមខ្លះបាញ់លោកសម្លាប់ឃើញលោកស្លាប់ប្រកាច់ត្រើអញ្ចឹងទៅព្រឹកឡើងឃើញលោកអង្គភ្លើងវិញជាធម្មតាអញ្ចឹងទៅព្រោះលោកអីលោកxuốngលោកមានវិជ្ជាហើយវិជ្ជារបស់លោកនោះគឺរៀនពីអ្នកសច្ចាំងបងបត់ហ្នឹងឯងពីអ្នកសច្ចាំងបងបត់ហ្នឹងឯងហើយវិជ្ជាលោកហ្នឹងគឺវិជ្ជាសច្ចាំងគឺតាមត្រង់ថាពាក្យណាមិនពិតមិននិយាយហើយមិននិយាយរស់រាយច្រើនទេមិននិយាយឥតប្រយោជន៍ច្រើនទេធ្វើខ្លួនសាមញ្ញទៅណាគេគោរពក៏គោរពទៅគេមិនគោរពមិនក៏អត់ទៅលោកធម្មតាទៅលោកចឹងទៅហើយលើឪសុងលោកធម្មតាលោកនិមន្តអត់ដូចយើងទេយើងដើរទៅឃើញតែមុខចឹងទៅលើឪសុងដើរទៅឃើញបាត់ឯនេះឃើញឯនោះបាត់ឯនោះឃើញឯនេះដូចជាតួយ៉ាងស្ទឹងរងានៅស្រុកកលេប្រមទេសអ្នកនៅធ្លាប់ទៅហ្នឹងដឹងហ่ะស្ទឹងរងាអ្នក17មេសាក៏ស្រាប់អាត្មាទៅធ្លាប់ដឹកដាក់ស្ទឹងរងាហ្នឹងទៅពីភូមិពោរៀនទៅដល់ស្ទឹងរងាហ្នឹងនៅស្ទឹងរងាហ្នឹងធំណាស់ស្ទឹងប្រព័ន្ធទលេណាតែខែទឹកជន់ឡើងគឺព្រៀបលិចព្រៃហ្នឹងអញ្ចឹងក្មេងៗជំនាន់នោះខ្វៀលគោខ្វៀលក្បីដើរតាមលោកឪសួរបើដើរតាមលោកជាប់អញ្ចឹងទៅទឹកស្ទឹងរងានៅតែត្រឹមកពួនជើងទេហើយបើថាកន្លែងតែចាំគ្នាទឹករយៈទេងាកទៅក្រោយលោកឪដើរហួសតែមុនហួសទៅហើយតែ5ម៉ែត្រទៅភ្លុងហែលមកវិញហែលមកច្រាំងវិញហើយទឹកដើរទៅហ្នឹងត្រឹមកពួនជើងនេះតែត្រឡប់មកវិញហែលអញ្ចឹងបានលោកឪសួរប្រកែអញ្ចឹងរហូតដល់តែរឿងដើម្បីដល់ថៃដើម្បីដល់អីដោយសារតែការហ្នឹងលោកហើយយើងផ្ដាំផ្ញើតែមួយទៀតអានាំពាក្យហ្នឹងផ្ដាំផ្ញើអស់លោកស្រីប្រុសទាំងអស់តាមកម្មវិធីនេះថាមានពាក្យមួយធ្លាប់ជេរថាអាម៉េចអ្នកបកាយអ្នកខ្លាំងអត់នៅស្រុកខ្មែរចេះតែរត់ទៅនៅស្រុកគេអស់លោកហើយភូមិមួយមានភូមិ2ភូមិមួយចូលទៅក្នុងបកាយមែនតែចូលទៅភូមិហ្នឹងទៅមានតែគេអាបាយក៏គេមិនឲ្យស៊ីនិយាយភាសាទៅណាបាយក៏គេមិនឲ្យស៊ីមុខក៏គេមើលហើយក៏គេមិនហៅធ្វើអីក៏គេមិនខ្វល់ហើយទៅភូមិមួយទៀតគេទទួលបាយផងទទួលទឹកផងគេស្ពះផងគេបូជាផងអញ្ចឹងអ្នកណាក៏ដោយបើអ្នកឆ្លាតសួរថាគេទៅណាគេមកក៏ទៅកន្លែងភូមិដែលសុខសាន្តហើយខ្មែរយើងតែមានអ្នកខ្លាំងវាមិនសូវជាសុខប្រមាណទេកាលតែចេះតែមានមិនមែនអ្នកណាមកធ្វើបានទៅគឺគ្នាឯងហ្នឹងណាច្រើនតែមូលប្រកាច់គ្នាច្រើនតែអីយើងមើលជំនាន់ខ្មែរក្រហមអ្នករាយការណ៍ហ្នឹងច្រើនតែគ្នាឯងហ្នឹងរាយការណ៍ជូនអង្គការគេយកហ្នឹងទៅសម្លាប់ទៅអីចឹងទៅអញ្ចឹងគឺច្រើនតែមិនសូវជាគោរពមិនសូវជាឲ្យតម្លៃគ្នាអ្នកចេះចឹងដូចលោកឪស៊ុំនៅស្រុកខ្មែរគេហៅអាមនុស្សឈួតទេណាគេលោកឪស៊ុំអ្នកនៅកលេពីដើមហៅលោកថាលោកឈួតទេព្រោះលោកហ្នឹងប្រកែមែនតែបែកធัวទេតែបើទៅថៃអត់ហៅចឹងទេហៅរហូតដល់សម្ដេចភូមិភុនអដុលយដេតមហិទ្ធរាជបេរាមាធិបតីចក្រីរាជការទី9នេះលោកប្រទានងារទៅជាទេវតាដើរដីហើយទេវតាដើរដីហ្នឹងមិនមែនជាងាររបស់ខ្មែរឲ្យទេជាងាររបស់ថៃឲ្យទេទេវតាដើរដីឬក៏ទេវតាដើរដីបារមីលោកឪតែបោះឲ្យសីសួងអញ្ចឹងទៅឲ្យខ្មែរយើងហៅតែលោកតាសួងអញ្ចឹងទេអញ្ចឹងលោកតាសួងនេះលោកទៅពីស្រុកខ្មែរយើងឆ្នាំ88ជាងហើយបាយ79ហើយបានលោកទៅណាតែនៅជាប់នៅហ្នឹងតែលោកក៏នៅតែចេញចូលព្រោះលោកនិមន្តលឿនណាស់ហើយពួកទាហានគោរពលោកណាស់ទាហានព្រំដែនថៃគឺឃើញលោកគឺខ្លាចលោកចឹងហ្មងព្រោះហៅលោកឲ្យជិះឡានលោកថៃទៅមុនទៅដល់ពេលបើកឡានទៅដល់ប្រទាយលោកនៅប្រទាយហ្នឹងទៀតដែរដល់ទៅពេលលោកទៅសម័យដំបូងអត់មានឆៃយ៉ានមានបាយសទ្ធិអីទេបើថៃថាបាយសទ្ធិខ្មែរហៅឆៃយ៉ាយកលោកបោះពីក្នុងព្រៃទៅណាអត់មានអីទេតម្រួតថៃគេសួរលោកមកពីណាអីពីណាចាប់លោកយកមកដាក់ព្រំដែនទៅចាប់ដាក់ព្រំដែនបើកឡានទៅដល់ប៉ុស្តិ៍លោកអង្គុយឲ្យប៉ុស្តិ៍ហ្នឹងវិញទៅណាដល់ទៅពេលចាប់ទៀតចាប់ទៅដាក់ឡានតូចបើកលេងទៅមុខដល់អញ្ចឹងយកអាឡានធំស្ទូចអាឡានតូចដាក់អាឡានធំអត់ទៅមុខទៀតណែរឿងឲ្យសួងអញ្ចឹងណានៅស្រុកថៃបានតែថៃគេបាក់ខ្លាចជឿណាហើយរឿងមួយទៀតហ្នឹងអ្នកប្រជាជនថៃនិមន្តលោកទៅឆាន់អីលោកនៅវត្តតាគៀនរាមខេត្តស៊ីសាកេតហើយអ្នកពីលំបូរីមកថ្វាយអង្គមនិមន្តលោកទៅឆាន់មកតែឆាន់ថ្ងៃទី5ទី6អីចឹងទៅឆាន់ត្រង់ហើយមុនលោកឪសួងនឹងមួយអង្គហើយលោកឪសាលោកឪសយមួយអង្គដល់ពេលដល់ថ្ងៃទៅណាលោកឪសយនោះមកថ្វាយអង្គមសួរដល់លោកឪណែដល់ថ្ងៃអ្នកពីលំបូរីគេមកនិមន្តលោកឪទៅឆាន់ហ្នឹងណាកដាចាំតើមិនអីហើយចុះលោកឪអត់តាន់ទៅទេស្មាននឹងហើយហ្នឹងម៉ោង8ម៉ោង9ហើយមិនតាន់ចេញពីវត្តទៅផងហើយគាត់ទៅដល់លំបូរីហ្នឹងមិនទៅឆាន់ថ្ងៃត្រង់ឬក៏ទៅឆាន់យប់អីចេះ
ថាឲ្យលើសួងយ៉ាងគាត់ថាចាំចិត្ត10 ម៉ោងសិនទៅហើយយកមកឲ្យពីកាញ់ពីលំបូរីមកយើងនៅស៊ីសកេតឬក៏ទៅពីស៊ីសកេតទៅរមបូរីនោះបើចង់ឆាន់ត្រង់តទៅពីយប់តទៅពីស្មាហ្នឹងទៅបានតែព្រឹកឡើងទៅភ្លឺឯនោះទៅឆាន់ឯនោះទៅព្រោះវាខុសគ្នាឆ្ងាយដែរខេតណាហើយលោកអត់ថាទេចាំចិត្ត10 ម៉ោងយ៉ាងទៅអញ្ចឹងតដល់ម៉ោង9 7 10ហើយបានលោកចុះពីកត់មកលោកទៅប្រាប់លោកឪសយថាតោះណែមុនទៅឆាន់បនគេនៅឯលំបូរីលោកឪសយលោករករឿងពីកត់ថាវាមិនដែលហើយលោកឪទៅជីស្អីដែលម៉ោង10ឥឡូវហើយបានទៅឆាន់ឯលំបូរីនោះហើយពីស៊ីសកេតហ្នឹងទៅលោកថាមិនជីអីទេដើរទៅលោកឪសយលោកដឹងថាលោកឪសួរធ្លាប់ល្បីថាគេថាបកាយនោះតែលោកមិនតាន់ជឿប្រហែលទេអញ្ចឹងចង់ដឹងថាបកាយមែនបកាយលោកក៏សុខចិត្តក្រងជីវរអីត្រឹមត្រូវនិមន្តទៅតាមលោកឪសួរនិមន្តបដាចេះតែលូបដាលោកមិនដើរតាមផ្លូវទេលោកដើរតាមកាត់ព្រៃខ្លះកាត់ដុំខ្លះកាត់វាលស្រែខ្លះដើរប្រហែលជាកន្លះម៉ោងលោកលូថាវាមិនដែលបើចង់មកឆាន់នៅលំបូរីបន្ទាប់តែមកអត់ណាក៏ងើបទៅពីម៉ោង4ព្រឹកអីដែរតែឆាន់ត្រង់ឯនោះឥឡូវម៉ោងឡើង10ថ្ងៃត្រង់ដែរបានទៅហើយលោកមិនមាត់ទេដល់តែលូច្រើនពេកប្រហែលជាបន្ទោសទៀតលោកថាលូអីដល់ហើយតើហ្នឹងហើយលំបូរីនោះហើយលោកឪសយលោកថាវាមិនដែលទេដើរទៅបានកន្លះម៉ោងណាក៏ទៅដល់លំបូរីនោះលោកថានោះរៀនខាគេនៅខាងមុខតែសួរមេខាគេមើលអ្នកលក់ណាភាសាថៃខ្លះភាសាសៀមខ្លះគេថាមេខាអ្នកលក់ទៅសួរទៅដេញគេមើលថានឹងខេត្តអីលោកឪសយលោកចេញពីលោកឪសួងទៅសួរអ្នកលក់ថាអ្នកញោមនឹងស្រុកអីហ្នឹងនឹងខេត្តអីបានប្រាប់ថាលោកដេគុណហ្នឹងហើយនៅខេត្តលំបូរីមកភ្ញាក់ខ្លួនព្រឺញាក់ខ្លួនព្រឹកងាកមកលោកឪសួងណានោះផ្ទះបុណ្យអញ្ចឹងបានថារឿងអភិនិហាលោកឪសួងនោះប្រកាន់នៅស្រុកថៃហ្នឹងគឺខ្លាំងណាស់បានតែថៃដែរគេគោរពគេកោតខ្លាចលោកហ្នឹងណាសូមកាត់ទៅដាក់លេខាកូនចាស់តិចពាក់ព័ន្ធទៅនឹងការធ្វើដំណើររបស់លោកឪសួងខ្ញុំកណាហ្នឹងធ្លាប់លើដែរពីចាស់ដើមណាក៏រួញដីដើរផ្លូវឆ្ងាយឲ្យជាផ្លូវចិត្តអីហ្នឹងអាហ្នឹងខ្ញុំណាធ្លាប់ជួបការនៅក្មេងខ្ញុំណាចង់ប្រកេនសំណួរហ្នឹងទៅកូនចាស់ថាតើវិជាហ្នឹងជាវិជាដែលមាននៅក្នុងព្រះពុទ្ធសាសនាឬក៏ក្រៅព្រះពុទ្ធសាសនាហើយយើងធ្វើយ៉ាងម៉េចបានជាមានវិជាហ្នឹងប្រចាំខ្លួនហ្នឹងបងរឿងនេះវាមាន2ជំរើសហើយដល់រហូតដល់វាមាន3ហេតុផលទី1ក្នុងវិជាពុទ្ធសាសនាអ្នកណាដែលចម្រើនឈានអភិញ្ញានៅក្នុងកម្មដ្ឋានឬនៅក្នុងសេចក្តីណាដែលនៅក្នុងអភិញ្ញា6ឬអភិញ្ញា5របស់ពុទ្ធសាសនាណាពុទ្ធសាសនាអ្នកណារៀននៅវិជាគឺគេហៅថាអភិញ្ញាសម្រាប់នៅអភិញ្ញាគឺសម្ដែងរិទ្ធបានឬក៏សម្រាប់រិទ្ធអំពីចិត្តបានឬក៏រិទ្ធប្រាថ្នាទៅណាកន្លែងណាដោយលឿនដោយលះដោយតួយ៉ាងព្រះមហាមោគលានលោកចង់ទៅឋានសួគ៌ក៏បានលោកទៅចង់ទៅឋាននរកក៏បានដោយសារតែលោកសម្រាប់នៅអភិញ្ញាហើយវិជាហ្នឹងក្នុងទ្រឹស្ដីបទពុទ្ធសាសនាមានបង្រៀនអស់លោកពុទ្ធបរិស័ទទាំងឡាយនិងអ្នកទស្សនាទាំងឡាយកុំគិតថាវាគ្រាន់តែជារឿងណាគាត់រឿងជានិយាយត្រង់ថាវិជាអស់នេះក្នុងសាសនាដទៃក៏លើកឡើងមកដែរថាមានហោះបានហើរបានអីបានមានជ្រែកទឹកជ្រែកដីមានបានគឺវិជាហ្នឹងគឺមានតែយើងចេះថាវាមិនដែលហើយចាំបើមិនដែលមិនក៏មិនរៀនថារៀនឯណាក្នុង3ដកមានបញ្ជាក់មានប្រាប់អំពីវិជាដែលរៀនទៅកើតនៅអភិញ្ញាហ្នឹងក្នុងវិជាពុទ្ធសាសនាតែគាត់ថាក្នុងពុទ្ធសាសនាធ្វើទៅលំបាកបានន័យថាកម្រនឹងកើតណាបន្តតែទឹកនឹងពេញពីងហើយថែមមកបោយទៅឆាប់កើតបើថាទឹកនៅបាតពីងហ្នឹងគ្រាន់តែដួសពេញមួយកតោទៅដល់ឲ្យពេញពីងហ្នឹងគឺមិនបានទេអញ្ចឹងគឺពិបាកអញ្ចឹងបាននៅខ្មែរយើងវាមានមុនមួយទៀតគេហៅថាវេទវិជាវេទដែលហៅត្រៃវេទត្រៃយុទ្ធត្រៃដាត្រៃភូមិអីនេះអញ្ចឹងវាមានវិជាហ្នឹងមួយយ៉ាងហ្នឹងគឺជួនកាលគេសាក់នឹងជើងសាក់នឹងខ្លួនវិជាខ្លះមានគាថាហើយវិជាខ្លះគ្រូផ្ទេឲ្យហ្នឹងគឺវិជាហ្នឹងដូចលោកឪសួងលោកទៅរៀននឹងសច្ចាំងដងបត់អញ្ចឹងគឺទាំងគ្រូផ្ទេឲ្យផងទាំងសាក់ជាប់ខ្លួនផងទាំងលោកចេះខ្លួនលោកផងតែដែលលោកបានសម្រេចមកនេះគឺមិនមែនសម្រេចនៅក្នុងធម៌បែបកម្មដ្ឋានបែបអភិញ្ញាអីទេបែបជាវិជាតែម្ដងជាវិជាដែលលោកបានពីសច្ចាំងដងបត់ក្នុងភ្នំពីអីសីពីអីដែលនៅក្នុងភ្នំអ្នកដែលមានរិទ្ធបរិញ្ញាតែម្ដងបរិញ្ញាផ្ទេឲ្យលោកគឺអធិស្ស្រ័យលោកមានវិជាហ្នឹងតែរាល់វិជាអស់ហ្នឹងតែតែមានដំណំហើយមានដំណំតមបែបនេះបែបនោះអីចឹងទៅហើយអធិស្ស្រ័យខុសគ្នានឹងវិជាណាអញ្ចឹងដោយវិជាខ្លះគេតមផ្លែស្ពឺវិជាខ្លះគេតមលួនក្រោមស្នួរវិជាខ្លះគេតមជេរម្ដាជេរម៉ែមកតែហាមជេរម៉ែវិជាខ្លះមិនឲ្យជេរម៉ែទេហើយដល់ឪសួងនេះលោកមិននិយាយច្រើនទេមិននិយាយច្រើនមួយ
ហើយអធិស្ឋានលោកមិនសូវសឹងកន្លែងល្អទេច្រើនតែសឹងនឹងក្បែរភ្នោះហេះភ្នោះភ្លើងអីចឹងទៅហ្នឹងប្រហែលជាតំណមលោកបែបម៉េចស្មាក៏មិនបានសួរលោកឲ្យច្បាស់ដែរលោកមិននិយាយអីច្រើនទេធម្មតាអធិស្ឋានលោកឲ្យសួរណាលោកមិនចាស់ធ្លាប់ជួបមួយហើយសួរផ្ទាល់នឹងធ្លាប់នៅតាំងពីដើមជាមួយលោកដែរហើយគឺមិនសូវបានសួរលោកលោកមិនសូវនិយាយច្រើនទេលោកឲ្យសួរអធិស្ឋានលោកគឺស្ងៀមស្ងាត់ល្អណាស់អញ្ចឹងណាអញ្ចឹងបានថាលោកឲ្យសួរនឹងបកកែវិជាបរួញដីហ្នឹងតកតនៅវិជាបរួញដីវិជាអីហ្នឹងគឺមានឲ្យលោកតតរៀនកាលណាសូមកាត់គុណចាស់តិចថាគុណចាស់ធ្លាប់គង់នៅជាមួយលោកឪសួងអញ្ចឹងតើគុណចាស់ធ្លាប់បានវិជាអ្វីមួយពីលោកឪសួងដែរបាទសូមជម្រាបទៅនឹងបន្តិចតែនិយាយអញ្ចឹងទៅកម្មវិធីហ្នឹងបែបមានអ្នកឆ្ងល់ថាអូស្មើនឹងជាស្អីហើយបានអញ្ចឹងតែគាត់ថាជម្រាបតែអត់ទេគាត់នៅជួបប្រសពគ្នាធម្មតាអញ្ចឹងទេហើយណែនៅជាមួយលោកអញ្ចឹងទៅដឹងពីរបៀបរបបលោកពីប្រវត្តិលោកព្រោះថាថៃដឹងតែពីប្រវត្តិលោកនៅថៃទេខាងខ្មែរដែលលោកនៅខ្មែរនេះថៃអត់ដឹងទេហើយដល់ខ្មែរយើងអ្នកដែលដឹងប្រវត្តិលោកច្បាស់តើតអ្នកហ្នឹងធ្លាប់នៅជាមួយលោកសម័យឆ្នាំ75 76 77 78ឯនេះហើយសប្តាហ៍ទៅអាមេរិកអស់ទៅអាល្លឺម៉ង់អស់អញ្ចឹងអត់សូវមានអ្នកដឹងដល់តែអ្នកដឹងហ្នឹងតិចតួចបំផុតអញ្ចឹងដល់អាត្មានៅជាមួយលោកថៃផងអាខ្មែរផងតែអញ្ចឹងទៅវាដឹងអាប្រវត្តិទាំងខ្មែរទាំងថៃចាអញ្ចឹងលោកឪសួងនៅអាត្មានេះអត់មានជាសច្ចគុណអីទេគាត់ថាយើងគោរពបូជាលោកធម្មតាក្នុងលោកជាចាស់ព្រឹទ្ធាចារ្យជាអ្នកដែលមានឫទ្ធិមានអភិញ្ញាជាប្រសង្ឃជាអ្នកដែលមានបុណ្យបារមីខ្ពស់អញ្ចឹងទៅហ្នឹងគឺគោរពអញ្ចឹងហើយមិនបានទៅសិក្សារៀនសូត្រអីពីលោកទេតែត្រង់ថាអញ្ចេះបើដើរជាមួយលោកបើទោះតែផ្លូវបណ្ណាក៏ដោយក៏ដើរទៅមិនឆ្ងាយដែរហើយលោកមិនឆ្ងាយទេកូនចាស់ធ្លាប់ជួបហេតុការណ៍ហ្នឹងផ្ទាល់ជាមួយលោកឪសួងធ្លាប់ត្រង់ថាបើដូចជារឿងទឹកអីដែលជន់អីខ្លាំងស្ទឹងល្មមមកទៅជាមួយលោកគឺបើសំតាហែលសំតាជីកទូកតែយើងដើរទៅវាធម្មតាអស់ជ្រៅហើយត្រឹមក៏ផ្លូវតែបើថាតែលោកទៅផុតយើងហើយដឹងតែហែលតែមិនដឹងទឹកnóជ្រៅណាទេអាហ្នឹងអញ្ចឹងណាលោកឪសួងហើយយើងនេះអាត្មាជម្រាបអស់លោកតាមកម្មវិធីនេះបន្តិចថាមានបច្ចុប្បន្ននេះដោយសារតែប្រព័ន្ធជួយឲ្យលោកល្បីតាមប្រព័ន្ធអ៊ីនធឺណិតប្រព័ន្ធផ្សព្វផ្សាយទូទៅទាំងអស់ល្បីពីលោកឪសួងហើយយើងចេះតែផ្អើលមានអ្នកខ្លះចង់ទៀមទាបានប្រសពលោកឪសួងអីមកវិញគឺมันងាយទេអាត្មាសូមជម្រាបណាมันងាយព្រោះហេតុអីព្រោះថាវត្ថុមួយយ៉ាងដែលជួយឲ្យកន្លែងនោះចម្រុងចម្រើនគឺគេមិនហើយយើងទៅចង់បានមកស្រស់តែហ្មងគឺមិនបានទេដូចជាក្របពេជ្រមួយដែលមានតម្លៃ$10 លានហើយយើងបច្ចុប្បន្នមានលុយតែ$1 លានទៅចង់សុំទិញក្របពេជ្រពីគេមកវិញគឺអត់បានទេព្រោះតម្លៃក្របពេជ្រនោះគឺ$10 លានហើយយើងមាន$10 លានទៅតថ្លៃសុំទិញគេយកមកវិញគេមិនឲ្យទេអញ្ចឹងលោកឪសួងសប្តាហ៍ថ្ងៃនៅស្រុកថៃនោះចម្រុងចម្រើនណាខេត្តស៊ីសាកេតចម្រុងចម្រើនវត្តដែលតម្កល់ប្រសពលោកឪវត្តដែលលោកឪធ្លាប់គង់គឺចម្រុងចម្រើនអញ្ចឹងគេមិនឲ្យយើងយកមកដេកផ្ដាស់ទេតែនៅមានមួយអង្គទៀតស្រុកខ្មែរណាដែលបន្ទាប់ពីលោកឪសួងហ្នឹងខ្លាំងសឹងតែដូចគ្នាគឺលោកឪសានសប្តាហ៍លោកឪសានដែលលោកគ្រូធម្មនឹងធ្លាប់លើកពីប្រវត្តិលោកឪសានដែលទៅភាវនា2ឆ្នាំបានជឿចត់ខ្មោចឲ្យណាធ្លាប់ចាំទីគាត់ណាលោកឪសាននេះអ្នកខ្លះច្រឡំថាសិស្សប្អូនលោកឪសួងអ្នកខ្លះច្រឡំថាប្អូនលោកឪសួងព្រោះសួងសានណែតែមិនមែនទេលោកឪសានស្រុកកំណើតអ្នកស្រុកទឹកផុសហើយលោកឪសួងអ្នកស្រុកកំណើតកលែនព្រហ្មទេពខេត្តព្រះវិហារខុសគ្នាមួយខេត្តខុសគ្នាមួយមេឃមួយដីមួយនៅកំពង់ឆ្នាំងមួយនៅណែព្រះវិហារហើយលោកឪមួយទៀតលោកឪសេននៅស្រុកមង្គលបុរីនៅបៃលិននោះអញ្ចឹងលោកឪសួងលោកឪសានលោកឪសេនលោកឪសាយលោកឪសយអ្នកប្រកែច្រើនតែឈ្មោះអសសហ្នឹងហើយឈ្មោះជួនគ្នាតែមិនមែនបងប្អូនគ្នាទេណាសប្តាហ៍ថ្ងៃនេះខ្មែរយើងនេះមានលោកឪសានព្រោះលោកឪសួងក៏សក្ដិនៅស្រុកថៃលោកឪសេនក៏សក្ដិនៅស្រុកថៃមានតែលោកឪសានមួយទេដែលថៃចង់បានលោកខ្លាំងបំផុតតែលោកមិនទៅស្រុកថៃលោកត្រឡប់ពីស្រុកថៃមកតាំងតែពីឆ្នាំ2000តាំងពីឆ្នាំ2000លោកត្រឡប់មកពីស្រុកថៃមកគង់ស្រុកខ្មែរយ៉ាងអាត់កំបាំងបំផុតហើយថៃទាំងរាជទាំងមន្ត្រីទាំងស្ដេចច្រើនតែលួចមកតាមឡានក្រុងគឺគេដាក់មកឡានក្រុងគឺចូលឆ្លងព្រំដែនមកថ្វាយអង្គមគឺចង់បានលោកទៅខ្លាំងបំផុតចង់ឲ្យលោកទៅនៅនឹងស្រុកថៃវិញទៅសក្ដិនឹងស្រុកថៃតែលោកមិនទៅលោកគិតថាពីដើមថាស្រុកខ្មែរយើងវានៅសង្គ្រាមនៅអីចឹងទៅវាពិបាកឥឡូវវាអស់សង្គ្រាមអស់អីហើយលោកចង់នៅទឹកដីកំណើតលោកហើយលោកឪសាននេះណាអស់លោកស្រីពោះទាំងម៉េចគឺបកកែមិនចាញ់លោកឪសួងទេអាត្មាធ្លាប់ដឹងព្រះលោកមួយអង្គកាលថៃហើយចង់ដឹងលោកឪសានហើយលោកឪសួងថាអស់ពីលោកឪសួងហើយលោកឪសាននឹងបកកែអ្មេចខ្លះថៃនៅសកេតគឺដឹងហើយស្គាល់ហើយតែសកេតមិនហៅលោកឪសានទេណា
ខាងថៃខាងសកេតនោះខ្មែរសកេតនោះហៅថាលោកពូច័ន្ទអរិយសង្ឃ2ប្រទេសលោកពូច័ន្ទបានថាអរិយសង្ឃ2ប្រទេសលោកឪច័ន្ទណាគឺលោកឪខ្មែរថៃហើយលោកឪសាននេះលោកបកកែដល់ថាកាលនោះថៃចង់ពិសោធន៍ថាលោកខ្លាំងល្បែម៉េចលោកថាតែលោកពិសាលោកមិនសូវព្រោះទេលោកឪសានណាលោកឪសានលោកច្រើនតែអញឯងអត់មានយោមិនមានលោកប៉លោកស្រីអីទេលោកថាបើឯងចង់សាថាអញខ្លាំងតាអញខ្លាំងមិនមាត់មិនបាច់យកអីច្រើនមកទេឥឡូវទៅដេញគោបាន100ក្បាលមកសិនថៃមែនអ្នកគាត់ដង្ខៅនឹងមើលគាត់ទៅរកគោបាន100ក្បាលមកមែនតែទិញគេមកណាទិញគេជួលគេមកខ្លះ100ក្បាលមកគេធ្វើក្រោលមួយធំអញ្ចឹងធ្វើក្រោលមួយធំហើយដាក់គោ100ក្បាលក្នុងហ្នឹងហើយលោកឪសានលោកថាយកព្រះទៅហើយតែពាក់អង្គណាក៏ពាក់ដែរបានថៃហ្នឹងយកព្រះពីលោកតែយកទៅចំអង្គមួយហើយលោកឲ្យយកកភ្លើងទៅបាញ់គោ100ហ្នឹងបាញ់គោណាក៏បាញ់ហ្នឹងគឺបាញ់មិនចេញទាំងអស់នៅលោកឪសានណាហើយលោកនៅភ្នំត្បែងនៅតាមភ្នំដងរែកដូចគ្នាព្រោះលោកឪសានជាកូនសិស្សផ្ទាល់របស់លោកឪសួងហើយលោកឪសេនហើយលោកឪសេននេះជាគ្រូរបស់លោកឪខួនទៀតលោកឪខួនដែលស្ដេចថៃបច្ចុប្បន្ននេះយើងតែនិយាយចឹងតែប៉ះពាល់គេគាត់ថាឥឡូវណាបុត្ររបស់ស្ដេចថៃរៀមនីទី9និយាយចឹងចាណាបុត្ររបស់ព្រះបាទព្រះចៅយេហូរៀមនីទី9ហ្នឹងគឺខឹងលោកឪខួនត្រង់លោកឪខួនអាមឹងលោកឪខួនអត់ចេះហៅស្ដេចថាស្ដេចហៅស្អីទេគឺអ្នកធំណាក៏លោកអាឯងដែរដល់ថ្ងៃមួយហ្នឹងណាបែកទៅរឿងលោកឪខួនតិចណាលោកឪខួនហ្នឹងក៏កូនសិស្សលោកឪសេនហ្នឹងដែរអញ្ចឹងលោកឪសានក៏កូនសិស្សលោកឪសេនដែរអញ្ចឹងនិយាយពីលោកឪខួនតិចចាស់លោកឪខួនលោកមានកម្មវិធីត្រូវអញ្ជើញស្ដេចយាងស្ដេចឪមកតោះស្ដេចឪមិនមកឲ្យកូនទៅជំនួសហ្នឹងហើយបែកថៃណាដល់ទៅពេលទៅដល់ស្រាប់តែអត់ឃើញឪលោកឪខួនឪហើយអត់មកនិយាយភាសាខ្មែរអញ្ចឹងណាឪហើយអត់មកទេណាដល់ថៃយកធម្មតាគោរពមហាក្សត្រណាហើយដាច់កាលនោះនៅរៀងក្មេងផងនៅជើងជួននៅកំផឹងគាត់នៅឪខួនថាដកកភ្លើងបាញ់លោកឪជុំកដាក្បាលបាញ់មិនចេញក៏វត្តកភ្លើងមួយចេញយកកភ្លើងអង្គរៈមកបាញ់មិនចេញទៀតដល់បាញ់មិនចេញត្រឡប់ចេញពីហ្នឹងទៅឡើងរថយន្តមករថយន្តឆេះទៀតដល់ត្រឡប់មកថ្វាយគុំលោកឪខួនវិញអញ្ចឹងមិនណាលោកឪខួនក៏ខ្លាំងលោកឪសាននេះក៏ខ្លាំងដែរលោកឪសាននេះបានទទួលណាជាសួនព្រៃសមុនព្រៃពីស្ដេចថៃជាអ្នកប្រឹក្សាថ្នាំឱសថបុរាណទីសម្រាប់ថ្វាយលួងឪសានណាទទួលគោរពងារទៅលេខដូចជាប្រមាណ1000ជាងអាត្មាមិនចាំទេណាលេខដែលក្នុងចិត្តម៉ាយដែលទទួលហ្នឹងគឺ1000ជាងបានទទួលជាក្រុមប្រឹក្សាសួនព្រៃសមុនព្រៃជាអ្នកក្រុមប្រឹក្សាថ្នាំបុរាណសម្រាប់អ្នកថ្វាយស្ដេចស្រុកថៃរហូតដល់ត្រឡប់មកស្រុកខ្មែរលោកបកកែតាំងថ្នាំអាយុវែងក៏បកកែតាំងថ្នាំឬក៏វិគាថាផ្សេងដើរលឿនអីគឺដូចគ្នាហើយលោកឪសានតែចូលទៅបើលោកមិនចង់ឲ្យឃើញគឺមិនឃើញទេហើយបើលោកចង់ឲ្យឃើញគឺឃើញសឹងហើយប្រសពដង្កល់នៅវត្តទឹកជុំខេត្តកំពង់ឆ្នាំងនេះហើយអញ្ចឹងលោកឪសួងហើយលោកឪសានយើងរាប់ទៅគឺដូចពួកម៉ាក់គ្នាអញ្ចឹងណាដូចពួកម៉ាក់គ្នាអញ្ចឹងបកកែដូចគ្នាអញ្ចឹងលោកឪពីរនេះបកកែដូចគ្នាហើយយើងទៅឡាយតែចង់បានរបស់ដែលគេយកទៅហើយរបស់ដែលមាននេះនាំនេះជួយថែផងឥឡូវលោកឪសាននេះកំពុងតែរៀបចំធ្វើនៅកន្លែងតម្កល់ប្រសពលោកហើយណាអីចង់ទៅថ្វាយអង្គមនេះក៏ជួយទៅគោរពបូជាលោកទៅរក្សាលោកទៅព្រោះប្រសពលោកសុខចិត្តអត់ទៅស្រុកថៃទេលោកសុខចិត្តនៅស្រុកខ្មែរហើយបើយើងរាប់ថាជាអ្នកបកកែមួយក្នុងចំណោមអ្នកបកកែមិនអ្នកបកកែមួយក្នុងចំណោមអ្នកអត់បកកែទេណាគឺអ្នកបកកែមួយក្នុងចំណោមអ្នកបកកែលោកសុខចិត្តនៅស្រុកខ្មែរយើងអញ្ចឹងកូនខ្មែរទាំងអស់គួរតែភ្ញាក់រលឹកទៅនឹកឃើញអ្នកបកកែអញ្ចឹងទៅហើយចេះតែខ្មែរយើងមិនមែនអស់អ្នកបកកែត្រឹមប៉ុណ្្នឹងទេមានទៀតបើតាមអាត្មាដឹងមានអ្នកអស់លោកអ្នកបកកែច្រើនជាងហ្នឹងណាតែគាត់ថាវារបៀបថាបច្ចុប្បន្នមិនទាន់តែថាគូនឹងលោកចេញមកចំហបានលោកនៅស្ងៀមអញ្ចឹងទៅអ្នកបកកែណាអញ្ចឹងយើងគួរតែនាំគ្នាថែរក្សាគោរពបូជាអ្នកបកកែអញ្ចឹងទៅអ្នកបកកែចេះតែច្រើនទៅស្រុកយើងកាន់តែចម្រើនណាព្រោះស្រុកយើងធ្លាប់ជាមហាអាណាចក្រណាមានទឹកដីធំទលំទលាយណាធ្លាប់បាត់ធ្លាប់លេចធ្លាប់មិនដែលតែមិនបាត់បង់ទេហើយអ្នកបកកែដោយស្រុកយើងធ្លាប់ដឹងហើយអុកញ៉ានៅកន្លះហោមគង់អ្នកតាឃ្លាំងមឿងឬក៏អុកញ៉ាចវាយខែពីដើមឬក៏ណែមើលពេជ្រមើលមាសមើលឯកស្អីដេកជួមាសដេកជួយត់ដេកជួជ្រែកដីដែលយើងហៅតាមថៃដេកជួដំដិនហ្នឹងគឺសឹកតែអ្នកបកកែហើយមិនតាន់បាត់អស់ទៅណាហើយអ្នកបកកែស្រុកខ្មែរមិនតាន់បាត់អស់ទៅណាគ្រាន់តែថាស្រុកខ្មែរយើងមិនសូវហើយដល់តែអ្នកបកកែសងំស្ងៀមអ្នកមិនបកកែហ្នឹងល្បីចេញមកជំនួសយ៉ាងទៅលោកគ្រូនេះចូលរូបលោកគ្រូនោះចូលរូបលោកគ្រូអង្គនេះអង្គនោះចឹងទៅតែបារមីនេះអាសូមជម្រាបបន្តិចអស់លោកណាជម្រាបក្នុងកម្មវិធីហ្នឹងបន្តិចថារឿងបារមីចូលសន្ធិដ្ឋរូបសន្ធិដ្ឋអីអស់នេះយើងត្រូវពិចារណាមើលថាផងថាពិតហើយមិនមែនថាចូលនឹងខ្លាំងខ្លាយទេតែយើងត្រូវមើលថា
นายุរដ្ឋមន្ត្រីឧទាហរណ៍ដែលនាយុរដ្ឋមន្ត្រីណាចូលកម្មវិធីណារួមកម្មវិធីនឹងទេអត់ដែរទេរដ្ឋមន្ត្រីណាសាក់ធំចវាយខេត្តណាដែលចូលទៅកម្មវិធីភ្លាមរួមភ្លាមអញ្ចឹងអត់ទេគឺមានសក្តីថ្លៃថ្នូរបើទោះតែគេរួមក៏រួមមានសក្តីថ្លៃថ្នូរដែរតែបច្ចុប្បន្ននោះវាមានអ្នកចូលរួមតើលេងភ្លេងក្តឹងដាក់ទៅរួមតែហើយដល់រួមហ្នឹងបើថារួមគួរច្រាស់ខ្លាផងអីវិញរួមពេលខ្លះគួរតែទទួលយកបានដែលយើងសាមញ្ញបើអ្នកមិនជឿអ្នកមិនអីផងថាស្រាប់តែរួមហ្នឹងអាក្រក់មើលអញ្ចឹងអមនុស្សអស់នោះថាគាត់ចូលមែនអត់គាត់ចូលមែនតែអមនុស្សអស់នោះយើងរាប់ថាជាអមនុស្សរីរងទេជាអមនុស្សបើយើងនិយាយភាសាអត់ថាអចាក់អចារ្យទេតែអស់លោកធំដូចជាអ្នកតាឃ្លាំងមឿងដូចជានៅអុកទេវតារសាព្រះមហាស្វេតឆ័ត្រឬក៏ព្រះអង្គចេះព្រះអង្គចောင်းផាន់សវណ្ណភ្នូកៅបវិសវ័នឬក៏ណែស្ដេចធំបារមីធំព្រះអង្គបកៅស្ដេចពេជ្រអីផ្សេងដែលយើងគិតថាធ្លាប់ដឹងធ្លាប់ឮនោះណាអស់លោកទាំងអស់នោះមិនអញ្ចឹងទេលោកស្រីប្រុសទាំងអស់គួរតែពិចារណាទៅរឿងហ្នឹងថាអ្នកធំយើងមិនលើកដល់ធំពេកទេត្រឹមតែណែអុកញ៉ាណែឃ្លាំងមឿងដែលលោកសឹកតំណែងជាចៅហ្វាយខេត្តពីដើមសុកចិត្តសម្លាប់ខ្លួនណាលះបង់ជីវិតដែរឥឡូវមនុស្សតែថាស្រឡាញ់ប្រពន្ធជាងមិនទេតែថាស្រឡាញ់កូនជាងមិនទេគឺស្រឡាញ់ខ្លួនឯងជាស្រឡាញ់នរណាទាំងអស់ស្រឡាញ់ជីវិតខ្លួនឯងជាស្រឡាញ់អ្វីទាំងអស់តែនោះអត់ទេសុកចិត្តសម្លាប់ជីវិតខ្លួនឯងដើម្បីការពារដែនដីជាអ្នកដែលមានភារកិច្ចមានទួនាទីធំណាស់មានទឹកចិត្តបញ្ញាធំណាស់មិនមែនជាអ្នកលេខខ្លះលេខសាយទេអញ្ចឹងពេលដែលគាត់ស្លាប់ទៅហើយក៏គាត់កើតជាបរមីជាអិសរៈជាធំនៅកន្លែងនោះដែរអញ្ចឹងគាត់មិនមែនចេញមកគាត់ទៅចូលរូបភ្លៀងដឹងរំប្រកាច់ប្រកិនហ្មងអត់ទេគឺគាត់ជាអ្នកដែលចូលមកមានសេចក្តីថ្លៃថ្នូររបស់គាត់និយាយភាសាក៏ថ្លៃថ្នូរដែរអញ្ចឹងត្រង់រឿងអមនុស្សដែលចូលមករំអីហ្នឹងគឺជាអមនុស្សពិតប្រកបមែនហើយអស់លោកគាត់នៅជាអមនុស្សដែលសាក់តូចទេអមនុស្សដែលធំពិតប្រកបតែហ្មងគឺគេចូលមកមានសេចក្តីថ្លៃថ្នូរហើយអមនុស្សនោះហើយដែលជាអ្នកជួយថែរក្សាយើងទាំងអស់គ្នានឹងជួយថែរក្សាតាមតំបន់ហ្នឹងអ្នកណាដែលគោរពបូជាគាត់អញ្ចឹងមានប៉ុណ្ណឹងតាក់ទងជាមួយនឹងរឿងអមនុស្សហើយរឿងផ្សេងទៀតគឺមានច្រើនសម្រាប់មិនអស់ទេព្រោះតែឆ្លងកាត់មកគឺច្រើនហើយសិតតែរឿងពិតរឿងដែលជួបផ្ទាល់ខ្លួនឯងនឹងផងហើយរឿងដែលបានចេះដឹងដល់ខ្លួនឯងនឹងផងវាអត់មានបានលឺតគ្នាអីទេហើយអញ្ចឹងបានថាអ្នកបកកាយអ្នកខ្លាំងស្រុកខ្មែរមានអញ្ចឹងសូមឲ្យយើងជួយថែរក្សាហើយរឿងសាសនាហ្នឹងមិនប្រឆាំងគ្នាទេវិជ្ជាចេះទៅមិនខុសទេបើពេលដែលត្រូវការប្រើប្រាស់គឺមានប្រយោជន៍ហើយតែបើមិនត្រូវការប្រើប្រាស់គឺអត់ប្រយោជន៍ដែរตัวយ៉ាងដូចយើងចេះថតរូបនឹងកាមេរ៉ាអញ្ចឹងពេលដែលមិនត្រូវការថតរូបអ្នកចេះកាមេរ៉ាគ្មានប្រយោជន៍ទេតែពេលដែលត្រូវការថតរូបគឺអ្នកដែលចេះថតកាមេរ៉ាកាន់កាមេរ៉ាហ្នឹងគឺមានប្រយោជន៍អ្នកចេះធ្វើទៀនពេលដែលមានភ្លើងអគ្គិសនីគ្មានប្រយោជន៍ទេពេលដែលត្រូវការធ្វើទៀនអ្នកចេះធ្វើទៀនមានប្រយោជន៍អញ្ចឹងវិជ្ជាស្អីក៏ដោយផ្នែកពុទ្ធសាសនាក៏ដោយផ្នែកស្អីក៏ដោយកាលណាបើមិនចេះទេបើមិនមានត្រូវការទេគឺអត់មានប្រយោជន៍ទេអញ្ចឹងខ្ញុំកណាអាត្មានេះមិនមែនជាគ្រូស្រួយទឹកស្ដោះផ្លុំអីទេក៏មិនមែនអ្នកនិយមលេងខ្សែចកេះសាក់យ័ន្តឬអាគមគាថាស្អីស្ដោះផ្លុំដែរគាត់ថារៀនឲ្យដឹងអញ្ចឹងទៅពុទ្ធសាសនាក៏ធ្លាប់រៀនគម្ពីរ Bible ពីសាសនាគ្រិស្តក៏រៀនដែរគ្រូខ្ញុំកណាអាត្មានៅមកពីនេះហ្មងមកពីកូនកាត់សង្ហបុរីចិនមួយហើយមកពីការិស្ថានមួយណាគ្រូ Bible កាលនោះសម្រាប់រៀនអង់គ្លេសយើងរៀនពីគ្រូគង្វាលយេស៊ូសាសនាគ្រិស្តតែម្ដងគាត់ធ្លាប់រៀនគម្ពីរបរិសុទ្ធហ្នឹង3ឆ្នាំហើយរៀនផ្សេងតែនៅស្រុកថៃក៏ទៅស្វែងយល់ពីស្រុកថៃនៅស្រុកខ្មែរក៏ស្វែងយល់ស្រុកខ្មែរពីរឿងអមនុស្សហ្នឹងក៏រៀនដែរអញ្ចឹងមកជម្រាបថាអស់លោកដែលមិនជឿរឿងអមនុស្សអាចពិសោធន៍បានថាមានមែនឬមិនមានមែនគឺពិសោធន៍ហើយពិសោធន៍ដល់ណាកុំទៅដល់ទ្វារផ្ទះហើយមិនទាន់គោះទ្វារគេម្ចាស់ផ្ទះបើកផងរត់មកបាត់នោះអានោះអត់ឃើញទេតទៅហើយបើកទ្វារគោះទ្វារហ៊ានគោះទ្វារហ៊ានបើកលបងហ៊ានចូលទៅជួបម្ចាស់អានោះបានជួបអញ្ចឹងរឿងអមនុស្សហ្នឹងបើអស់លោកចង់ជួបងាយទេតែនៅព្រៃភ្នំតកន្លះខែទៅមើលបានជួបបានឃើញផ្ទាល់ភ្នែកអាហ្នឹងមិនសម័យទេជួបផ្ទាល់ហើយកុំទៅមានគ្នាកុំទៅរបៀបទៅបោះតង់បោះអីអាហ្នឹងអត់ឃើញទេបើទៅសម្រាប់ទៅជួបហ្មងមានទៀនមានធុកមានតែមកខ្លួនតែហ្មងហើយអាហារហូបចុកមិនទីងទួចឡើងទៅនៅភ្នំកន្លែងស្ងាត់ដាច់ពីគេបានតែកន្លះខែជួបអញ្ចឹងអានឹងបើអស់លោកចង់ជួបចង់ឃើញអានឹងមានវិធីសាស្ត្រឲ្យជួបឲ្យឃើញទេហើយនឹងអាចសួរដល់ខ្ញុំកណាអាត្មាឲ្យគាត់ទៅទៀតក៏បានតែចង់ជួបចង់នឹងត្រូវធ្វើម៉េចរបៀបម៉េចតែថ្ងៃហ្នឹងកម្មវិធីយើងមិនសូវជាវែងគឺមានប៉ុណ្្នឹងចាស់ចូលរួមក្នុងកម្ម